ថ្មីនេះរបបលោកហ៊ុនសែនបានហែគ្នាដូចកថាអញ្ចឹងទៅជួបអឺមេដឹកនាំវៀតណាមនៅប្រទេសវៀតណាមក្នុងជំនួបហ្នឹងខ្ញុំសូមការអនុញ្ញាតពីលោកកឹមសុខអាចធ្វើការកត់សម្គាល់បានទេថាវាមានប្រយោជន៍អីមកដល់ប្រទេសកម្ពុជាព្រោះជាទូទៅឲ្យតែដើមឆ្នាំគឺរបបក្រុងភ្នំពេញហ្នឹងតែងតែហែគ្នាដូចហែកឋិនអញ្ចឹងទៅជួបរបបក្រុងហាណូយរៀងរាល់ឆ្នាំប៉ុន្តែសម្រាប់ពេលនេះខ្ញុំសូមលោកកឹមសុខជួយកំណត់សម្គាល់ដូចថាធ្វើការកត់សម្គាល់បន្តិចថាជំនួបរៀងរាល់ឆ្នាំឬក៏ឆ្នាំនេះនឹងវាបានអីជាប្រយោជន៍មកដល់ប្រទេសកម្ពុជាដែរទេលោកកឹមសុខជំនួបលើកនេះគឺជាការបង្ហាញចេញនូវលទ្ធផលថ្មីមួយគឺការបង្កើត CLV ទម្រង់ថ្មីដែលលោកចាំចានីបានមានប្រសាសន៍អំបញ្ញមិញប៉ុន្តែ CLV ទម្រង់ថ្មីនេះមិនមានឈ្មោះថា CLV ទៀតទេមានឈ្មោះថា VCL វិញវៀតណាមមុនវៀតណាម Cambodia Laos ហើយក៏មិនមែន DTA ដូចមុនដែរគឺ TTC មានន័យថាគេបដូរពីតំបន់ត្រីកោណអភិវឌ្ឍឬកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍកម្ពុជាឡាវនិងវៀតណាមទៅជាកិច្ចសហប្រតិបត្តិការត្រីភាគីជាប្រពៃណីវៀតណាមកម្ពុជាឡាវហេតុអីបានថាពីមុនជា CLV DTA ពីព្រោះពីមុនផ្ដើមដោយលោកហ៊ុនសែនកាលពីឆ្នាំ1999បើទោះបីជាវៀតណាមជាអ្នកបង្គាប់ឲ្យផ្ដើមក៏ដោយប៉ុន្តែលោកហ៊ុនសែនជាអ្នកផ្ដួចផ្ដើមគំនិតប៉ុន្តែឥឡូវនេះគឺវៀតណាមជាអ្នកផ្ដួចផ្ដើមគំនិតម្ដងនៅទីក្រុងហាណូយគឺជាកិច្ចសហប្រតិបត្តិការត្រីភាគីជាប្រពៃណី VCL TTC មានន័យថាវៀតណាម Cambodia Laos Traditional Trilateral Cooperation គឺកិច្ចសហប្រតិបត្តិការជាប្រពៃណីហើយកិច្ចសហប្រតិបត្តិការជាប្រពៃណីនេះគឺគ្រោះថ្នាក់ជាងតំបន់ត្រីកោណអភិវឌ្ឍនឹងទៅទៀតចំណុចអីខ្លះទៅដែលលោកកឹមសុខគិតថាវាគ្រោះថ្នាក់ជាង CLV DTA ទៀតគ្រោះថ្នាក់ជាង CLV DTA ឬក៏គ្រោះថ្នាក់ជាងគម្រោងតំបន់ត្រីកោណអភិវឌ្ឍនៅត្រង់ថាគម្រោងតំបន់ត្រីកោណអភិវឌ្ឍគឺផ្ដួចផ្ដើមដោយរដ្ឋាភិបាលនិងរដ្ឋាភិបាលដូច្នេះកិច្ចសហប្រតិបត្តិការជាច្រើនมันអាចលាក់បាំងបានទេដូចយើងឃើញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវប្បធម៌សន្តិសុខអីជាដើមហ្នឹងគឺថារួមទាំងការដឹកជញ្ជូនផងมันអាចលាក់បាំងបានឡើយពីព្រោះនៅក្នុងក្របខ័ណ្ឌរដ្ឋាភិបាលនិងរដ្ឋាភិបាលត្រូវបញ្ជូនទៅកាន់សភាក៏ប៉ុន្តែVCL TTC គឺកិច្ចសហប្រតិបត្តិការវៀតណាមកម្ពុជាឡាវត្រីភាគីជាប្រពៃណីនេះគឺគេផ្ដើមចេញពីបកកិច្ចប្រជុំកន្លងមកថ្មីហ្នឹងគឺកិច្ចប្រជុំបកកុម្មុយនីវៀតណាមបកកុម្មុយនីឡាវបកកុម្មុយនីកម្ពុជាដែលឥឡូវមានឈ្មោះថាគណៈបកប្រជាជនកម្ពុជាដែលដឹកនាំដោយលោកហ៊ុនសែនហ្នឹងគឺគេប្រើរូបភាពបកជាប្រពៃណីហើយរូបភាពបកវាអត់ត្រូវឆ្លងកាត់សភាឆ្លងកាត់អីទេគឺថាបងធំវៀតណាមដែលជាអ្នកបង្កើតបកកុម្មុយនីឡាវនិងបកកុម្មុយនីកម្ពុជាគឺគណៈបកប្រជាជនកម្ពុជាបញ្ជាជាសម្ងាត់តែម្ដងរួចហើយរដ្ឋាភិបាលឡាវរដ្ឋាភិបាលត្រកូលហ៊ុនយកទៅចាត់ចែងក្នុងក្របខ័ណ្ឌនៃប្រទេសនីមួយៗដោយបិទចិត្តនៅការបញ្ជារបស់បកកុម្មុយនីវៀតណាមឃើញទេគេបិទចិត្តស្លុងតែម្ដងយកបញ្ជាបកទទួលបញ្ជាបកមកអនុវត្តក្នុងនាមរដ្ឋាភិបាលនៃប្រទេសត្រឹមត្រូវគេយកបញ្ជាបកមកអនុវត្តតាមផែនការមហិច្ឆតារបស់វៀតណាមនៅក្នុងក្របខ័ណ្ឌរដ្ឋាភិបាលក្របខ័ណ្ឌសភាក្របខ័ណ្ឌអង្គការមហាជននិងក្របខ័ណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិទៅទៀតដូច្នេះរឿងនេះគឺគ្រោះថ្នាក់នៅត្រង់ថាយើងមើលអត់ឃើញដូចមុនទៀតទេយើងមើលឃើញថាវៀតណាមឡាវមានគម្រោងនេះគម្រោងនោះគម្រោងទេសចរគម្រោងវប្បធម៌គម្រោងសន្តិសុខគម្រោងផ្សេងទៀតប៉ុន្តែគឺជាការបញ្ជាតាមក្របខ័ណ្ឌបកទាំងអស់គឺមិនមានការព្រមព្រៀងគ្នាជាផ្លូវការក្នុងក្របខ័ណ្ឌត្រីភាគីដូចមុនទេអាហ្នឹងគឺគ្រោះថ្នាក់មែនទែនហើយចំណុចមួយឥឡូវហ្នឹងលទ្ធផលគឺគេចាប់ផ្ដើមធ្វើទៅហើយក៏ប៉ុន្តែបងប្អូនប្រជាពលរដ្ឋខ្មែរយើងអត់ទាន់ដឹងហើយយើងនៅជាប់ដៃរឿងកោះគុតអញ្ចឹងហើយយើងអត់បានតាមដានរឿង VCL ថ្មីនោះទេគឺកិច្ចសហប្រតិបត្តិការត្រីភាគីជាប្រពៃណីថ្មីនោះទេឥឡូវនេះគេចាប់ផ្ដើមបង្កើតភាសាអង់គ្លេសថា the establishment of
trilateral cooperation mechanism between the Ministry of Culture and Tourism នៃប្រទេសទាំង3ហ្នឹងមានន័យថាឥឡូវគេចាប់ផ្ដើមបង្កើតនៅកិច្ចសហប្រតិបត្តិការត្រីភាគីជាប្រពៃណីតាក់ទងទៅនឹងវិស័យវប្បធម៌ហើយនឹងទេសចរទៅហើយគេបង្កើតហើយណាមិនមែនគេមិនទាន់បង្កើតទេណាមិនមែនខ្ញុំនិយាយនេះគ្រាន់តែជាការព្យាករណ៍ណាវាជាការកើតឡើងរួចទៅហើយបន្ទាប់ពីមេបកគុំនីទាំង3គេបានជួបគ្នាគ្រោះថ្នាក់នៅត្រង់ណាលោកចាំចាន់នេះខ្ញុំកត់សម្គាល់ជូនបងប្អូនអ្នកតាមដានចំណុចមួយគ្រោះថ្នាក់នៅត្រង់ថាក្នុងកិច្ចសហប្រតិបត្តិការត្រីភាគីវៀតណាមកម្ពុជាឡាវហ្នឹងណាគឺមានចំណុចមួយគេចែងច្បាស់ណាស់គឺថា one journey three destination បានន័យថាទេសចរទាំងឡាយណាដែលទៅកាន់ប្រទេសណាមួយក្នុងចំណោមប្រទេសទាំង3ឧទាហរណ៍ថាទៅកាន់ឡាវក៏ដោយទៅកាន់វៀតណាមក៏ដោយអាចចូលទស្សនាប្រទេសទាំង3ហ្នឹងតាមចិត្តមានន័យថាប្រទេសទាំង3ហ្នឹងស្ទើរស្ថិតនៅក្រោមការគ្រប់គ្រងប្រព័ន្ធតែមួយទៅហើយលើវិស័យទេសចរពីព្រោះគេថា one journey three destination បានន័យថាចូលធ្វើការទស្សនានៅក្នុងប្រទេសណាមួយអាចទៅប្រទេស2ផ្សេងទៀតបានដោយងាយត្រង់ចំណុចនេះវាមានផលប៉ះពាល់អីផលប៉ះពាល់ទី1យើងនិយាយកម្ពុជាទៅចុះសូម្បីតែអង្គរវត្តខ្មែរហ្នឹងក៏វៀតណាមអាចយកទៅផ្សាយពាណិជ្ជកម្មដើម្បីពង្រីកវិស័យទេសចររបស់គេបានដែរពីព្រោះគេថាប្រទេសទាំង3ហ្នឹងស្ថិតនៅក្រោមចម្កោងទេសចរតែមួយទៅហើយចំណុចទី2ដែលវាគ្រោះថ្នាក់ទៅដល់ទឹកដីជាតិនៅត្រង់ថាកាលណាវៀតណាមទៅយកអង្គរវត្តផ្សាយទេសចររបស់គេពិភពលោកច្រឡំថាអង្គរវត្តរបស់វៀតណាមដែរណាប្រយ័ត្នណាអាហ្នឹងពលឹងជាតិខ្មែរអង្គរវត្តនៅលើទង់ជាតិខ្មែរហ្នឹងគេច្រឡំថាវៀតណាមដែរណាអាហ្នឹងគឺជារឿងធ្វើឲ្យមានការភ័ន្តច្រឡំនៅស្មារតីជាតិពលឹងជាតិវប្បធម៌ជាតិធំហើយរឿងដែលសំខាន់បំផុតគឺថាចូលប្រទេសមួយអាចចូលប្រទេសពីរទៀតបានយ៉ាងងាយនៅត្រង់ថាឧទាហរណ៍ថាទេសចរវៀតណាមទៅចូលឡាវអញ្ចឹងគេចូលកម្ពុជាក៏ងាយម្ល៉េះហើយមានន័យថាចរន្តរបស់ជនជាតិវៀតណាមដែលចង់ចូលកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការត្រីភាគីវប្បធម៌និងទេសចរនេះគឺស្រួលជាទីបំផុតមានន័យថាទល់ដែនក៏ដាច់ខ្សែដែរតាមរយៈកិច្ចសហប្រតិបត្តិការនិយាយបានថាប្រទេស3ដែនដីតែមួយក្នុងក្របខ័ណ្ឌនៃការធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌និងទេសចរដែលគេចាប់ផ្ដើមនេះណាគឺដូចអ្វីដែលលោកចាំចាន់នេះមានប្រសាសន៍ហើយវាមានដំណើរទៅចុងគោលដៅគេគឺមានដំណើរទៅចុងហើយចាំមើលដល់បងប្អូនថ្ងៃនេះសំទុកឆ្នាំនេះគេចាប់ផ្ដើមអំពីកិច្ចសហប្រតិបត្តិការជាប្រពៃណីលើវិស័យវប្បធម៌និងទេសចរនិងសរសៀបន្តិចទៀតកិច្ចសហប្រតិបត្តិការជាប្រពៃណីត្រីភាគីលើវិស័យសន្តិសុខលើវិស័យនៃការប្រឆាំងនឹងការជួញដូរមនុស្សលើវិស័យប្រឆាំងនឹងបញ្ហាលាងលុយកខ្វក់គឺគ្រប់វិស័យទាំងអស់រវាងប្រទេសទាំង3នឹងគ្រប់វិស័យទាំងអស់រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្មដែលយើងឃើញក្នុងក្របខ័ណ្ឌ CLVDTA ពីមុនដែលយើងឃើញនៅក្នុងក្របខ័ណ្ឌតំបន់ត្រីកោណអភិវឌ្ឍពីមុនប៉ុន្តែក្របខ័ណ្ឌតំបន់ត្រីកោណអភិវឌ្ឍពីមុនខ្មែរយើងតែ4ខេត្តទេណាប៉ុន្តែអាក្របខ័ណ្ឌថ្មីក្នុងវិស័យបកនេះណាបកគុំរីទាំង3ហ្នឹងគឺប្រទេសទាំងមូលកម្ពុជាទាំងមូលឡាវទាំងមូលហើយនឹងវៀតណាមទាំងមូលយើងទុកបានទេយើងទុកបានទេឥឡូវនេះលោកប្រាក់សុខុនដែលទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមចុងក្រោយគេបន្ទាប់ពីលោកហ៊ុនសែននិងបន្ទាប់ពីលោកហ៊ុនម៉ាណែតហ្នឹងណាបានសន្យាជាតិថ្មីទៀតហើយថាអភិវឌ្ឍតំបន់ព្រំដែនរួមគ្នាមិនមែនរួមគ្នាទេគេអត់ប្រើពាក្យរួមគ្នាទេសហការគ្នាអភិវឌ្ឍតំបន់ព្រំដែនសហការគ្នាធ្វើអីអភិវឌ្ឍអីវិស័យកសិកម្មយើងគ្មានទឹកធ្វើស្រែគ្មានអីផងហ្នឹងដល់អភិវឌ្ឍចុះអភិវឌ្ឍឡើងគឺវៀតណាមហ្នឹងមកជីកបន្លែចូលខ្មែរវៀតណាមហ្នឹងជាអ្នកជួលដីខ្មែរវៀតណាមថៅកែវៀតណាមហ្នឹងជាអ្នកកំណត់តម្លៃកសិផលខ្មែរទីបំផុតទៅដីខ្មែរនឹងត្រូវវៀតណាមគ្រប់គ្រងតាមរយៈអ្វីដែលគេហៅថា trilateral cooperation traditional trilateral cooperation ហ្នឹងហើយគឺកិច្ចសហប្រតិបត្តិការត្រីភាគីជាប្រពៃណីហើយខ្ញុំសូមបញ្ជាក់ម្ដងទៀតណាផ្ដើមចេញពីបកកុម្មុយនីសទាំង3មិនមែនចេញពីរដ្ឋាភិបាលមិនមែនចេញពីសភាទេគឺបកកុម្មុយនីសទាំង3នេះគឺធ្វើជាសម្ងាត់ហើយបញ្ជាប្រតិបត្តិការតាមរយៈរដ្ឋាភិបាលនិងសភានៃប្រទេសទាំង3ហ្នឹងតែម្ដងចំណុចមួយលោកចាំចាន់នេះបើយើងមើលឯកសារនានាណាខ្ញុំមើលខ្ញុំស្ដាប់ទឹកភ្នែកនៅអ្វីដែលជាគ្រោះរបស់កម្ពុជារហូតដល់គេប្រើពាក្យមួយដែលខ្ញុំខ្លាចមែនទែនបារម្ភមែនទែនអំពីវាសនាជាតិខ្មែរគេប្រើពាក្យថា policy alignment មានន័យថាការតម្រឹម
គោលនយោបាយរួមអា policy alignment ណាភាសាអង់គ្លេសណាការតម្រឹមគោលនយោបាយរួមរវាងប្រទេសទាំង3ហ្នឹងរវាងបកកុម្មុយនីទាំង3ទៅអនុវត្តនៅក្នុងប្រទេសទាំង3ហ្នឹងហើយប្រសិនបើមានបញ្ហាអីទៀតគេមិនដោះស្រាយតាមរយៈសភាគេមិនដោះស្រាយតាមរយៈរដ្ឋាភិបាលទេគេដោះស្រាយតាមរយៈនៅអ្វីដែលគេហៅថា interagency collaboration បានន័យថាគឺជាកិច្ចសហប្រតិបត្តិការអន្តរភ្នាក់ងារនៃបកកុម្មុយនីទាំង3ហ្នឹងបានន័យថាបើមានរឿងអីមិនស្រួលគឺថាគេជជែកគ្នាសម្ងាត់អន្តរភ្នាក់ងារហ្នឹងគេជជែកគ្នាសម្ងាត់តែម្ដងហើយដាក់ចេញនៅអ្វីចាំបាច់ឆ្លងសភារដ្ឋាភិបាលអីគឺអត់ទេដោយតែខ្ញុំបញ្ជាក់ជូនលោកចាំចានីពីដើមមកអញ្ចឹងគឺក្បាលជាបកចឹងគេយកតាក់ទិចនឹងទៅធ្វើរបៀបម៉េចរបៀបត្រឹមតែថាថ្នាក់ក្រោមជាតិអង្គការសង្គមឬក៏ដល់កម្រិតរដ្ឋាភិបាលឬកន្លែងខ្លះត្រូវឆ្លងកាត់សភាឬយ៉ាងណាអានោះជាតាក់ទិចរបស់គេប៉ុន្តែក្បាលធំគឺបកកិច្ចសហប្រតិបត្តិការនេះគឺក្បាលធំជាបកហើយបងប្អូនដឹងហើយបកមិនតំណាងឲ្យប្រទេសទេបកតំណាងឲ្យប្រយោជន៍មនុស្សមួយក្រុមហើយបើបកកុម្មុយនីវៀតណាមពិតមែនតំណាងឲ្យផលប្រយោជន៍វៀតណាមណាបកកុម្មុយនីឡាវប្រទេសកុម្មុយនីតំណាងឲ្យផលប្រយោជន៍ឡាវប៉ុន្តែបកកុម្មុយនីនៅកម្ពុជាអត់មានតំណាងឲ្យផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទេមូលហេតុអីមូលហេតុរដ្ឋធម្មនុញ្ញគឺរដ្ឋាភិបាលនិងសភាការចេញពីការបោះឆ្នោតតើតែមានសភាស្របច្បាប់ហើយសភាទៅបង្កើតរដ្ឋាភិបាលស្របច្បាប់អានោះបានជាតំណាងផលប្រយោជន៍ប្រជាពលរដ្ឋកាលណាអត់មានការបោះឆ្នោតស្របច្បាប់អត់មានតំណាងប្រជាពលរដ្ឋទេហើយគណៈបកគ្រាន់តែជាក្រុមមនុស្សមួយក្រុមដែលទៅប្រកួតប្រជែងតែប៉ុណ្ណោះឃើញទេបានន័យថាអ្វីដែលលោកហ៊ុនសែនធ្វើលោកហ៊ុនម៉ាណែតនាំគ្នាទៅធ្វើស្ងាត់ហ្នឹងគឺក្បត់រដ្ឋធម្មនុញ្ញក្បត់ឆន្ទៈប្រជាពលរដ្ឋខ្មែរនិយាយរួមក្បត់ជាតិខ្មែរនិយាយឲ្យវាស្រួលស្ដាប់អញ្ចឹងហ្មងទៅមិនបាច់បកស្រាយច្រើនបាទលោកកឹមសុខតាមការអធិប្បាយរបស់លោកកឹមសុខពីចំណុចខ្លះឧបមាដូចជាវប្បធម៌កិច្ចប្រតិបត្តិការវប្បធម៌ទេសចរអីហ្នឹងខ្ញុំស្ដាប់មើលទៅវាហាក់ដូចជាជាកិច្ចប្រតិបត្តិការរបស់ CLV កន្លងមកក្នុងទម្រង់ CLV កន្លងមកប៉ុន្តែអ្វីដែលជារឿងចម្លែកអ្វីដែលជារឿងដែលយើងត្រូវកត់សម្គាល់នោះគឺខុសគ្នាត្រង់ថាការ CLV គឺធ្វើតាមប្រព័ន្ធរដ្ឋាភិបាលធម្មតាតាមប្រព័ន្ធរដ្ឋាភិបាលវាមានក្រសួងវាមានមនុស្សច្រើនដឹងប៉ុន្តែឥឡូវនេះដែលជារឿងគ្រោះថ្នាក់បំផុតនេះវាទៅជារវាងបកនិងបកទៅវិញអាហ្នឹងវាធ្វើឲ្យវាអត់ខុសអ្វីពី CLV ទេលោកឆាន់ចាន់នីវាដូចគ្នាណាស់ប៉ុន្តែចំណុចដែលខុសគ្នានៅត្រង់ថា CLV រដ្ឋាភិបាលសភាតែនេះក្បាលចេញពីបកគឺធ្វើការងារជាសម្ងាត់ដែលបញ្ជាតាក់ទិចទៅរដ្ឋាភិបាលទៅសភាទៅស្ថាប័នថ្នាក់ក្រោមជាតិតាមរបៀបដែលគេអាចធ្វើទៅបានបោកប្រាស់ពលរដ្ឋឡាវបោកប្រាស់ពលរដ្ឋខ្មែរតែម្ដងហើយចំណុចទី2កាលពី CLVDTA ទំហំមិនទាន់ទូទាំងប្រទេស3ទេកម្ពុជាយើងតែ4ខែទេប៉ុន្តែឥឡូវមិនចង់ទេកិច្ចសហប្រតិបត្តិការដែលមានគេហៅថាត្រីភាគីជាប្រវត្តិសាស្ត្រដែលកើតពីបកនេះណាគឺគ្រប់វិស័យទាំងអស់ដោយតែករណី CLV ទាំងអញ្ចឹងគ្រប់វិស័យទាំងអស់ឲ្យក្របដណ្ដប់លើវិសាលភាពប្រទេសទាំង3នឹងតែម្ដងអាហ្នឹងចំណុចដែលវាគ្រោះថ្នាក់ជាង CLV ETA គឺតំបន់ត្រីកោណអភិវឌ្ឍទៅទៀតហើយការតែគ្រោះថ្នាក់ដោយតែខ្ញុំបញ្ជាក់ជូនលោកឆាន់ចាន់នីអំបញ្ញវិញថា CLV ETA លាក់អត់បានទេតែអានេះគេអាចលាក់បានពីព្រោះចេញពីបកគេហៅថាកិច្ចសហប្រតិបត្តិការបងប្អូនគេ3នាក់នោះហើយគេថាអានោះជារឿងបករបស់គេយើងមិនអាចទៅកកកកាយបានទេឃើញទេអានោះគេថាជារឿងបករបស់គេប៉ុន្តែទីបំផុតគេសម្រេចពីផ្ទៃក្នុងបកគេទាំង3នោះបកកុម្មុយនីទាំង3នោះហើយបង្កើតតាក់ទិចទៅជាការបញ្ជាប្រព័ន្ធរដ្ឋបាលជាតិនៃប្រទេសនីមួយៗតែម្ដងហើយលោកចាំនេះចាំមើលឥឡូវហ្នឹងគឺកិច្ចសហប្រតិបត្តិការត្រីភាគីលើវិស័យវប្បធម៌ទេសចរបន្តិចទៀតលើវិស័យសន្តិសុខបន្តិចទៀតលើវិស័យហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចពាណិជ្ជកម្មនិងការដឹកជញ្ជូនបន្តិចទៀតលើវិស័យការពិជាតិអីជាដើមបន្តិចទៀតលើវិស័យផ្សេងទៀតឧទាហរណ៍ការជួយដូរមនុស្សគឺគេធ្វើគ្រប់វិស័យទាំងអស់ដើម្បីឲ្យកិច្ចសហប្រតិបត្តិការគេហ្នឹងវារីកដុះដាលទៅតាមមហិច្ឆតាឈ្លានពានរបស់វៀតណាមហើយចំណុចដែលសំខាន់ណាខ្ញុំចាប់អារម្មណ៍រឿងមួយគឺថាគេនិយាយច្បាស់ណាស់នៅក្នុងកិច្ចសហប្រតិបត្តិការត្រីភាគីហ្នឹងគេថាសន្តិសុខ stability ស្ថិរភាព stability សន្តិសុខ security and development ហើយនឹងការអភិវឌ្ឍនៃប្រទេសទាំង3គេថាម៉េចទេសន្តិសុខស្ថិរភាពនៃការអភិវឌ្ឍប្រទេសទាំង3គឺជាការភ្ជាប់គ្នាយ៉ាងជិតស្និទ្ធពីប្រទេសមួយទៅប្រទេសមួយឧទាហរណ៍ករណីសន្តិសុខបាទសន្តិសុខនៅកម្ពុជា
គណៈបកប្រជាជនគេថាអូគេមានបញ្ហានេះគេមានបញ្ហានោះវៀតណាមគេចាត់ទុកអាហ្នឹងជាបញ្ហារបស់វៀតណាមដែរហើយគេជួយដោះស្រាយគណៈបកប្រជាជនកម្ពុជាផ្ទាល់ទាំងអស់អាហ្នឹងគ្រោះថ្នាក់ណាស់ឧទាហរណ៍គេអាចបញ្ជូនមិនថានយោបាយមិនថាកងកម្លាំងប្រដាប់អាវុធទេក្នុងន័យនេះអញ្ចឹងបាទពីព្រោះគេចាត់ទុកថាខ្លួនតែមួយហើយរវាងប្រទេសទាំង3ហ្នឹងគឺខ្លួនតែមួយនៅពេលដែលអ្នកណាមានបញ្ហាគឺគេនឹងលើកប្រើគ្រប់មធ្យោបាយដើម្បីការពារក្នុងន័យអញ្ចឹងបាទក្នុងន័យអញ្ចឹងដូចខ្ញុំបញ្ជាក់លោកចាំចាន់នេះពីដើមមកថា policy alignment ការតម្រឹមគោលនយោបាយតែមួយបាទខ្ញុំមើលឃើញក្នុងរយៈពេលចុងក្រោយនេះណាជាទូទៅប្រហែលរដ្ឋាភិបាលថៃមើលឃើញអំពីគេហៅថាការឈ្លានពានការបើកដៃឲ្យខាងវៀតណាមឈ្លានពានខ្មែរកាន់តែខ្លាំងឡើងបានជាមិនលើចុងក្រោយនេះខាងថៃក៏ចាប់ផ្ដើមលូកដៃលោកកំសុំមើលឃើញរបៀបណាដែរពីព្រោះឥឡូវហ្នឹងបើយើងមើលអំពីគេហៅថាផ្ទៃខាងលើនៃ CLV វាហាក់ដូចជាវាអត់មានបញ្ហាទេមិនចឹងហ្នឹងហើយប៉ុន្តែស្រាប់តែមកឃើញផ្នែកខាងកោះកុដផ្នែកខាងប្រាសាទតាមន់ប្រាសាទតាកបីអីថៃចាប់ផ្ដើមលូកទៅវិញតើរឿងដែលថៃលូកហ្នឹងវាអាចមកពីថៃមើលឃើញអំពីការដែលរបបហ៊ុនសែនអនុញ្ញាតឲ្យខាងវៀតណាមចូលមកឈ្លានពាននៅក្នុងទឹកដីខ្មែរហ្នឹងបានសាច់តែនឹងចិត្តឲ្យថៃគេចង់បានដែរឬក៏របៀបបាច់លោកកំសត់វប្បធម៌របស់វៀតណាមហើយនឹងថៃក្នុងគោលនយោបាយទឹកដីរបស់ពួកគេជាពិសេសជាមួយកម្ពុជាណានៅពេលណាដែលយើងខ្សោយពេលណាដែលយើងធ្លាក់ខ្សោយទាំងវៀតណាមក៏ឈ្លានពានទាំងថៃក៏ឈ្លានពានដែរអានោះជាប្រវត្តិសាស្ត្រទៅហើយខ្ញុំមិនចាំបាច់រំលឹកប្រវត្តិសាស្ត្រអីឆ្ងាយទេខ្ញុំរំលឹកត្រឹមតែប្រវត្តិសាស្ត្រក្រោយរដ្ឋប្រហារឆ្នាំ1997រំលឹកតែប្រវត្តិសាស្ត្រហ្នឹងចុះថៃនិងវៀតណាមពេលខ្លះប្រជែងគ្នាក្នុងការទន្ទ្រានយកពេលខ្លះខុបខិតគ្នាតែម្ដងក្នុងការយកទឹកដីខ្មែរយើងក្រោយរដ្ឋប្រហារឆ្នាំ1997ថៃនិងវៀតណាមនឹងហើយដែលបានខុបខិតគ្នាពុះជ្រៀតថៃយកដែនសមុទ្រខ្មែរទៅគ្រប់គ្រង 30000 គីឡូម៉ែត្រការ៉េវៀតណាមយកដែនសមុទ្រខ្មែរទៅគ្រប់គ្រង 30000 គីឡូម៉ែត្រការ៉េហើយប្រវត្តិសាស្ត្រហ្នឹងខ្ញុំស្ដាប់ច្រើនមកហើយទាំងលោកអ៊ុំសំអានទាំងលោកម៉ែនណាទាំងអ្នកដែលស្រាវជ្រាវមានចំណេះជំនាញបច្ចេកទេសមួយចំនួនតាក់ទងនឹងរឿងទឹកដីហ្នឹងគាត់បាននិយាយច្រើនហើយខ្ញុំមិននិយាយឲ្យច្រើនវែងឆ្ងាយទៀតទេអាហ្នឹងចំណុចមួយដែលខ្ញុំចង់បញ្ជាក់ចំណុចទី2ក្នុងស្ថានភាពសពថ្ងៃលោកចាំចានីមានប្រសាសន៍ត្រូវហើយស្ថានភាពសពថ្ងៃមិនមែនជារឿងធម្មតាពេកទេនៅពេលដែលយើងខ្សោយដូចសពថ្ងៃអត់មានគណៈបកប្រឆាំងទេអ្នកដែលស្នេហាជាតិស្នេហាទឹកដីហ៊ានតស៊ូមែនតើណាពិបាករស់នៅប្រទេសកម្ពុជាណាបើរស់នៅមានតែស្ងាត់ស្ងៀមមនុស្សមួយចំនួនមាននៅកម្ពុជាប៉ុន្តែគាត់អត់ហ៊ានប្រវាយអីទេអញ្ចឹងហើយជាពេលវេលាដែលវៀតណាមវាយសម្រុកគ្រប់យុទ្ធសាស្ត្រទាំងយុទ្ធសាស្ត្រនយោបាយការទូតនៅអ្វីដែលគេហៅថាកិច្ចសហប្រតិបត្តិការដោយសារតែគណៈបកប្រជាជនកម្ពុជាជាអាយ៉ងរបស់គេអញ្ចឹងគេ rule មកពីខាងត្បូងពីខាងកើតថៃឃើញអញ្ចឹងថៃក៏សម្រុកពីខាងលិចដែរគឺនៅពេលដែលយើងខ្សោយពេលដែលយើងខ្សោយគឺថាវៀតណាមក៏ rule មកថៃក៏ rule ទៅទីបំផុតទៅយើងតូចទៅនៅពេលដែលបច្ចុប្បន្ននេះទៀតមេដឹកនាំរដ្ឋាភិបាលតកូលហ៊ុនអាយ៉ងទាំងវៀតណាមខុបខិតទាំងជាមួយគ្រួសារលោកផាក់ស៊ីអញ្ចឹងហើយគឺនៅសល់ចន្លោះតូចណាស់ឬក៏គ្មានចន្លោះតតែសោះនៅក្នុងបេះដូងក្រុមគ្រួសារហ៊ុននឹងដែលអាចការពារទឹកដីបានខ្ញុំសូមបញ្ជាក់ណាបងប្អូនក្នុងស្ថានភាពណាក៏ដោយកម្ពុជារបស់យើងមិនអាចដោះស្រាយបញ្ហាព្រំដែនដោយការចរចាបានទេមិនអាចទេមានបញ្ញវន្តយើងបកស្រាយច្រើនណាស់ហើយខ្ញុំក៏សូមមិនបកស្រាយតាមផ្លូវច្បាប់ផែនទីអីឲ្យច្រើនទៀតដែរពីព្រោះបងប្អូនស្ដាប់ច្រើនណាស់ហើយគឺអាចយល់បានក៏ប៉ុន្តែមានរឿងមួយដែលខ្ញុំចង់ជម្រាបបងប្អូនជានយោបាយហេតុអ្វីបានជាយើងមិនអាចដោះស្រាយតាមរយៈការចរចាទ្វេភាគីជាមួយវៀតណាមក៏ដោយជាមួយថៃក៏ដោយមិនអាចចរចាទ្វេភាគីទេគឺត្រូវប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីឲ្យដោះស្រាយមូលហេតុអីខ្ញុំលើកតែឧទាហរណ៍មួយចុះដោយសារតែយើងកំពុងតែមានទំនាស់ជាក់ស្ដែងជាមួយឡាវសំទោសជាមួយថៃលើកករណីជាមួយថៃកោះកុដបងប្អូនណាវៀតណាមក្តីថៃក្តី
ពេលដែលយើងដោះស្រាយបញ្ហាមួយគឺទៅបង្កើតរឿងមួយទៀតឲ្យយើងដោះស្រាយយ៉ាងស្មុគស្មាញពេលដែលយើងទៅដោះស្រាយរឿងនោះទៅបង្កើតរឿងថ្មីមួយទៀតឲ្យយើងដោះស្រាយឧទាហរណ៍ថាយើងដោះស្រាយរឿងកោះគុតទៅបង្កើតបញ្ហានៅដែនសមុទ្រដល់តែយើងទៅងាកទៅដែនសមុទ្រទៅបង្កើតបញ្ហានៅតំបន់ប្រាសាទនានាតាំងពីតំបន់ប្រាសាទព្រះវិហារតាមន់តូចតាមន់ធំតាកបីឃើញទេសួរថាយើងតាមដោះកើតទេតាមដោះអត់កើតទេហេតុអីបានជាគេបង្កើតបញ្ហាអញ្ចឹងគន្លឹះរបស់គេមានតែមួយទេបងប្អូនគឺគេឲ្យយើងនឹងទៅព្រមជាមួយនឹងអាបញ្ហាដើមមកឧទាហរណ៍ថាយើងកំពុងតែដោះស្រាយបញ្ហាកោះគុតទ្វេភាគីគេទៅបង្កើតបញ្ហាដែនសមុទ្រគេយកអាបញ្ហាដែនសមុទ្រនោះមកសកាត់ឲ្យយើងទទួលយកសំណើរបស់គេបញ្ហាកោះគុតឃើញទេចាំគេដោះស្រាយដែនសមុទ្រទៀតដល់តែយើងហ៊ានតាមគេបែបហ្នឹងកំពុងតែដោះស្រាយបញ្ហាដែនសមុទ្រគេបង្កើតនៅរឿងប្រាសាទព្រះវិហារទៀតរឿងប្រាសាទផ្សេងៗទៀតអញ្ចឹងដោះយ៉ាងម៉េចក៏ដោះមិនចេញដែរល្បិចថៃក្តីល្បិចវៀតណាមក្តីបងប្អូនចាំមើលដូចខ្ញុំនិយាយអត់អញ្ចឹងហើយបានជាខ្ញុំបញ្ជាក់ថាมันអាចសោះឡើយសម្រាប់កម្ពុជាក្នុងការចរចាទ្វេភាគីជាមួយវៀតណាមហើយនឹងជាមួយថៃវិធីមានតែមួយទេគឺផ្ដន់ទៅតុលាការអន្តរជាតិពេលដែលមានបញ្ហាករណីព្រំដែនជាមួយប្រទេសទាំងពីរហ្នឹងនេះចំណុចទី1ចំណុចទី2ប្រសិនបើត្រឹមតែជាការជជែកវាស់បន្ទាត់ព្រំដែនឬក៏បោះបង្គោលព្រំដែនដោយមិនឆ្លងកាត់តុលាការអន្តរជាតិគឺមានតែមួយករណីទេដែលអាចធ្វើបានគឺអញ្ជើញអ្នកជំនាញអង្គការសហប្រជាជាតិនិងអញ្ជើញអ្នកជំនាញបារាំងឲ្យមកចូលរួមបានអាចធ្វើបានបើមិនដូច្នោះទេយើងមិនអាចដោះស្រាយបញ្ហាទឹកដីព្រំដែនជាមួយប្រទេសទាំងអស់នឹងបានទេមិនបានទេលោកកំសុកមានប្រសាសន៍ថាដំណោះស្រាយព្រំដែនមិនថាជាមួយវៀតណាមជាមួយថៃទេត្រូវតែដោះស្រាយទៅតាមរយៈតុលាការអន្តរជាតិប៉ុន្តែលោកកំសុកមានកត់សម្គាល់អរិយាប័ត្រឪកូនហ៊ុនសែននឹងទេនៅពេលដែលយើងនិយាយអំពីតុលាការអន្តរជាតិណាពីអ្នកឪកូននោះបកែកដាច់ញ៉ាញឲ្យដូចជាបកែកទាំងភ័យខ្លាចទៅទៀតមិនមែនបកែកស្រួលទេណាថាទេអត់ទៅទេតែហេតុអីបានវាទៅជាអញ្ចឹងខ្ញុំសូមបញ្ជាក់ជូនលោកចាំចាន់នេះនឹងបងប្អូនអ្នកតាមដានម្ដងទៀតបញ្ហាព្រំដែនខ្មែរជាមួយប្រទេសជិតខាងជាពិសេសជាមួយប្រទេសវៀតណាមក្តីជាមួយនឹងប្រទេសថៃក្តីมันអាចដោះស្រាយដោយការចរចាទ្វេភាគីបានឡើយការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងមានតែ2ករណីគត់ករណីទី1ប្រសិនបើយើងចរចាគ្នាក្នុងការបោះបង្គោលព្រំដែនទាល់តែមានអ្នកបច្ចេកទេសរបស់អង្គការសហប្រជាជាតិឬក៏អ្នកបច្ចេកទេសបារាំងមកចូលរួមដោះស្រាយទើបយើងអាចដោះស្រាយបានចំណុចទី2បើមិនមានអ្នកបច្ចេកទេសបារាំងនិងអ្នកបច្ចេកទេសរបស់អង្គការសហប្រជាជាតិមកចូលរួមដោះស្រាយតាមយន្តការដែលមានស្រាប់គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេគឺមានវិធីតែមួយគត់ប្តឹងទៅតុលាការអន្តរជាតិពីព្រោះអីខ្ញុំពន្យល់បងប្អូនម្ដងហើយម្ដងទៀតថាយើងមិនអាចដោះស្រាយជាមួយវៀតណាមហើយនឹងជាមួយថៃទ្វេភាគីដោយមិនមានភាគីទី3នោះឡើយដោយសារតែបើយើងដោះរឿងមួយថៃនិងវៀតណាមបង្កើតរឿងមួយទៀតឲ្យយើងដោះស្រាយយើងទៅដោះស្រាយអារឿងមួយទៀតនោះថៃនិងវៀតណាមនឹងបង្កើតរឿងថ្មីមួយទៀតឲ្យយើងដោះស្រាយខ្ញុំឧទាហរណ៍អំបញ្ញមិញហើយខ្ញុំលើកឧទាហរណ៍អំបញ្ញមិញហើយថានៅពេលដែលយើងដោះស្រាយបញ្ហាកោះគុតថៃទៅបង្កើតបញ្ហានៅតំបន់ដែនសមុទ្រត្រួតស៊ីគ្នាដល់តែយើងទៅចរចារឿងតំបន់ដែនសមុទ្រត្រួតស៊ីគ្នាថៃទៅបង្កើតរឿងនៅប្រាសាទនានាជាមួយវៀតណាមអញ្ចឹងដែរយើងដោះស្រាយនៅតំបន់ខេត្តតាកែវថៃទៅវៀតណាមទៅបង្កើតបញ្ហានៅម្ដុំខេត្តកណ្ដាលនៅតំបន់ភីអេសានអញ្ចឹងយើងតាមដោះដោះអត់ទាន់ទេដោះអត់ទាន់បញ្ហាដែលគេបង្កើតឲ្យឡើយម្ល៉េះហើយបើរដ្ឋាភិបាលតកូលហ៊ុនឲ្យកូន2នាក់នោះនៅតែចរចាទ្វេភាគីគឺជាវិធីល្ងងខ្លៅបំផុតក្នុងការដោះស្រាយបញ្ហាទឹកដីព្រំដែនជាមួយនឹងប្រទេសជិតខាងឬក៏ឲ្យកូនទាំង2នាក់ហ្នឹងដឹងហើយក៏ប៉ុន្តែវាជាប់កន្លឹះជាប់ក្លេជាប់នៅត្រង់ណាលោកចាំចានេះប្រហែលថ្ងៃមុនឃើញលោកហ៊ុនសែនគាត់ប្រកាសថាគាត់ឈឺឯងខ្ញុំថាបើគាត់ឈឺវាមានតែម្យ៉ាងឯងគឺថាគាត់លេង Facebook ដាច់យប់ពេកក្រោយពីមកពីវៀតណាមវិញគាត់ឈឺប៉ុន្តែគាត់មិនអាចឈឺនៅពេលដែលគាត់ទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមឡើយមូលហេតុអីមូលហេតុដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាបែបហ្នឹងគេមានគ្រូពេទ្យតាមមើលគ្រប់តែពេលនោះសូម្បីតែពេលនេះអញ្ចឹងវាមិនអាចឈឺនៅពេលនោះទេប្រសិនបើករណីឈឺមែនណាប៉ុន្តែខ្ញុំគិតថាមិនមែនជារឿងឈឺទេគឺរឿងអីរឿងជាប់គំនាបដែលធ្វើឲ្យគាត់ប្រកាសថាឈឺ
នៅពេលដែលលោកហ៊ុនសែនមកពីវៀតណាមវិញណាមកដល់ស្រុកខ្មែរមិនទាន់ដេកបានស្រួលផងកងទ័ពវៀតណាមទាំងវងចូលមករំដោះពលរដ្ឋគេដែលជនជាតិចំចាប់ដាក់ឃុំមិនដឹងថារឿងអីទេនៅតំបន់បាវិតណាគឺកងទ័ពវៀតណាមចូលទាំងវងតែម្ដងចំណុចនេះបញ្ជាក់អំពីអ្វីចំណុចនេះបញ្ជាក់ច្បាស់ណាស់ថាសន្តិសុខរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់គ្រូសាហ៊ុនកងទ័ពវៀតណាមចូលពេលណាក៏បានដែរទប់អត់បានទេករណីហ្នឹងកើតឡើងដែរនៅតំបន់ជាប់ជាមួយនឹងប្រទេសថៃដូចជាប៉ោយប៉ែតជាដើមកងទ័ពថៃចូលមកធ្វើវិធានការគេអំពីរឿងជួញដូរមនុស្សរឿងអីជាច្រើនប៉ុន្តែអត់មានព័ត៌មានផ្សាយទលំទលាយទេដោយសារគេធ្វើទៅគេធ្វើជាសម្ងាត់ចំណុចហ្នឹងបញ្ជាក់ថាម៉េចបញ្ជាក់ថាកងទ័ពថៃអាចចូលប្រទេសកម្ពុជាដោយគ្មានការរាំងស្ទះអ្វីទាំងអស់ចូលប្រមាណកងពលក៏បានដែរនោះមានន័យថាកម្ពុជាក្រោមអំណាចដឹកនាំរបស់ក្រុមគ្រួសារហ៊ុនណាប្រសិនបើវៀតណាមឬប្រសិនបើខាងថៃចង់បដូរក្រុមគ្រួសារហ៊ុនពេលណាក៏បានដែរពីព្រោះកងទ័ពគេចូលដោយគ្មានរាំងស្ទះអីផងហ្នឹងអាហ្នឹងហើយដែលលោកហ៊ុនសែនគាត់ឈឺហ្នឹងគាត់ឈឺគាត់ដឹងច្បាស់ណាស់ថាអត់ពីគាត់ទៅគឺគ្មាននរណាទុកបានទេគាត់នៅគេញញើតខ្លះគាត់នៅគេចូលប៉ុណ្ណឹងគេចូលចលោអញ្ចឹងគេនៅញញើតខ្លះប៉ុន្តែបន្ទាប់ពីគាត់អញ្ជើញទៅបាត់ទៅកូនរបស់គាត់ទប់មិនបានទេត្រង់ហ្នឹងគឺជាជំនឿរបស់លោកហ៊ុនសែនមិនលោកហ៊ុនសែនឈឺមែនតែនទេគាត់ដឹងច្បាស់វៀតណាមនៅពេលអញ្ជើញគាត់ទៅហើយគាត់ត្រឡប់មកប្រទេសកម្ពុជាវិញកងទ័ពវៀតណាមចូលមកតាមក្រោយលោកហ៊ុនសែនតែម្ដងមានន័យថាបំបាក់មុខលោកហ៊ុនសែនផងបង្ហាញថាលោកហ៊ុនសែនគ្រួសារហ៊ុនគ្មានសមត្ថភាពទប់កងទ័ពរបស់វៀតណាមដែលចង់បដូរគ្រួសារហ៊ុនពេលណាក៏បាននោះទេបើវៀតណាមគេចង់បដូរដូច្នេះអារឿងដែលគ្រួសារហ៊ុនលោកហ៊ុនសែនលោកហ៊ុនម៉ាណែតមិនហ៊ានផ្ដល់នោះវាមិនមែនអ្វីចម្លែកទេគឺអំណាចដែលក្រោមគំនាបវៀតណាមបើវៀតណាមថាមិនឲ្យប្តឹងហើយអត់អាចប្តឹងកើតទេហ៊ានតែប្តឹងកងទ័ពវៀតណាមចូលមកផ្លាស់ប្ដូរភ្លាមម្ល៉េះហើយអ្វីដែលជាចំណុចសំខាន់ក្នុងពេលបច្ចុប្បន្នគ្រួសារហ៊ុនជាឧបករណ៍របស់គេទៅហើយចង់ប្តឹងឬមិនចង់ប្តឹងមិនមែនរឿងលោកហ៊ុនសែនជាអ្នកសម្រេចទេគឺវៀតណាមជាអ្នកសម្រេចមែនទែនទៅវៀតណាមជាអ្នកសម្រេចជាអ្នកចង្អុលថាអ្នកឯងប្តឹងឬមិនប្តឹងវៀតណាមមិនឲ្យប្តឹងគឺអត់ប្តឹងកើតទេហើយវៀតណាមប្រកាសណាមិនឲ្យក្រុមគ្រួសារហ៊ុនប្តឹងទេពីព្រោះអីបើទោះបីប្តឹងថៃក៏ដោយមិនឲ្យប្តឹងទេដោយសារកាលណាប្តឹងថៃកាត់សេចក្តីករណីជាមួយថៃតំបន់ដែនសមុទ្រកោះកុដជាពិសេសដែនសមុទ្រនិងកោះកុដណាវានឹងប៉ះពាល់ទៅដល់ករណីដែនសមុទ្រជាមួយវៀតណាមដែរគឺកោះត្រល់ប្រជាពលរដ្ឋខ្មែរសួរប្តឹងកោះកុដប្តឹងដែនសមុទ្រ 26,000 គីឡូម៉ែត្រការ៉េរហូតដល់ 30,000 គីឡូម៉ែត្រការ៉េនោះហើយចុះមិនប្តឹងវៀតណាមឬកោះត្រល់ដែរអញ្ចឹងហើយវៀតណាមទប់មិនឲ្យប្តឹងករណីព្រំដែនជាមួយវៀតណាមទៅតុលាការអន្តរជាតិផងទាំងទប់មិនឲ្យប្តឹងករណីចំនួនព្រំដែនជាមួយថៃទៅតុលាការអន្តរជាតិផងឆ្ងល់មិនកើតទេមិនចាំបាច់ថាឪពុកនេះកូនពីរនាក់នឹងក្លាហានមិនក្លាហានយល់មិនយល់ទេមិនបាច់និយាយទៀតទេចាប់ពីថ្ងៃនេះទៅគឺឪពុកកូនពីរនាក់នឹងនៅក្រោមការបញ្ជារបស់វៀតណាមថាប្តឹងឬមិនប្តឹងម្ល៉េះហើយដំណើរកម្ពុជាបច្ចុប្បន្នមិនបាច់វល់ទេមិនបាច់វល់ឲ្យកូនពីរនាក់នឹងទេទៅអត់ទេគឺផ្លាស់ប្ដូរអ្វីដែលលោកកឹមសុខមានប្រសាសន៍ហ្នឹងដែលខ្ញុំគិតថាពីអ្នកឪកូននឹងខ្លាចតាមការពិតទៅមិនមែនខ្លាចតឡាការអន្តរជាតិទេខ្លាចកាលណានិយាយពីរឿងប្តឹងហ្នឹងខ្លាចវៀតណាមគេធ្វើទុកបុកម្នេញក្នុងនេះអញ្ចឹងហីប្រកាសណាគឺអញ្ចឹងមិនមែនឪកូនពីរនាក់ហ្នឹងខ្លាចតឡាការអន្តរជាតិទេប៉ុន្តែបើប្តឹងទៅតឡាការអន្តរជាតិឪកូនពីរនាក់ហ្នឹងត្រូវប្រឈមទៅនឹងការបាត់អំណាចដោយវិធានការរបស់វៀតណាមមុនថៃទៀតទោះបីប្តឹងថៃក៏ដោយគឺវិធានការរបស់វៀតណាមអាចបដូរពេលណាក៏បានដែរដែលខ្ញុំឧទាហរណ៍ខាងដើមអំបញ្ញមិញថាមកពីវៀតណាមវិញឈឺដោយសារអីដោយសារតែអញ្ជើញមកដល់ស្រុកខ្មែរលោកហ៊ុនសែនហ្នឹងកងទ័ពវៀតណាមមកតាមក្រោយដើម្បីរំដោះប្រជាជនគេពីតំបន់បាវិតហើយកងទ័ពគេចូលទឹកដីខ្មែរយើងដែលមានឈ្មោះថាប្រទេសអធិបតេយ្យងាយម្លេះមានន័យថាអំណាចគេធំអំណាចវៀតណាមគេធំដែលគ្របដណ្ដប់លើរដ្ឋាភិបាលតកូលហ៊ុនអត់ហ៊ានចាត់វិធានការអីលើគេទាំងអស់អត់មានប្រតិកម្មអីទាំងអស់អត់ស៊ើបអង្កេតអីទាំងអស់ត្រង់ហ្នឹងហើយដែលលោកហ៊ុនសែនឈឺជំងឺរបស់លោកហ៊ុនសែនបញ្ជាក់ថាលោកហ៊ុនសែនមិនអាចហ៊ានធ្វើអ្វីឡើយជាពិសេសបញ្ហាទឹកដីប្រសិនបើវៀតណាម
ផ្ដល់សញ្ញាមកថាមិនឲ្យធ្វើឬក៏វៀតណាមចង្អុលធ្វើបែបណាមួយព្រោះថាវៀតណាមចង្អុលថានៅឲ្យស្ងៀមទៅគឺនៅឲ្យស្ងៀមហើយជាទូទៅលោកកឹមសុខបានជ្រាបហើយបងប្អូនចូលរួមជាតិក៏បានជ្រាបហើយនៅពេលដែលប្រទេសសេរីដូចជាអឺរ៉ុបក្តីដូចជាអាមេរិកក្តីទាមទារឲ្យរបបលោកហ៊ុនសែនគោរពសិទ្ធិមនុស្សនិងគោរពសិទ្ធិកម្មករគោរពសិទ្ធិការងារដើម្បីទទួលបាននៅ EBA ឬក៏កម្ចីនានារបបហ៊ុនសែនហ្នឹងរបបហ៊ុនម៉ាណែតហ្នឹងតែងតែនិយាយអំពីគេថាកម្ពុជាជាប្រទេសមានអធិបតេយ្យភាពឯករាជ្យភាពអីអញ្ចឹងមិនរណបបរទេសក្នុងន័យដែលទទួលបានជំនួយផ្សេងគឺអត់ទេប៉ុន្តែជាក់ស្ដែងវៀតណាមនិងថៃលើកងទ័ពចូលទឹកដីខ្មែររំដោះអ្នកទោសតើករណីហ្នឹងវាជាការរំលោភនៅអធិបតេយ្យភាពដែរទេលោកកឹមសុខបើគិតអំពីក្របខ័ណ្ឌជាតិគឺជាការរំលោភអធិបតេយ្យភាពប៉ុន្តែបើគិតក្របខ័ណ្ឌនយោបាយរបស់បុគ្គលអ្នកដឹកនាំណាមិនមែនក្របខ័ណ្ឌនយោបាយជាតិទេក្របខ័ណ្ឌនយោបាយបុគ្គលអ្នកដឹកនាំគ្រួសារហ៊ុនអ្វីដែលគេធ្វើនោះគឺគេចូលទឹកដីមួយគឺទឹកដីកម្ពុជាដែលអាយ៉ងគេជាអ្នកគ្រប់គ្រងគឺគេប្រើអំណាចហ្នឹងដើម្បីចូលអាយ៉ងគេគឺគណៈបកប្រជាជនកម្ពុជាអាយ៉ងរបស់គណៈបកកុម្មុយនីសវៀតណាមហើយលោកហ៊ុនសែនក្រុមគ្រួសារហ៊ុនក៏คล้ายទៅជាអាយ៉ងរបស់គណៈបកកុម្មុយនីសវៀតណាមឬប្រទេសវៀតណាមឥឡូវហ្នឹងចូលទៅដល់ក្បែរជាមួយនឹងរដ្ឋាភិបាលគ្រួសារលោកថាក់ស៊ីនក្នុងកិច្ចសហប្រតិបត្តិការដែលអោនក្បាលដាក់គេដែរវាស្តៀងនឹងអាយ៉ងដែរដូច្នេះគេចូលទឹកដីដែលអាយ៉ងគេគ្រប់គ្រងអានោះគឺជាការឈឺចាប់របស់ខ្មែរយើងពីព្រោះទឹកដីដែលអាយ៉ងគេគ្រប់គ្រងហ្នឹងគឺជាទឹកដីខ្មែរបំពេញខ្មែរទាំងស្រុងណាលោកចាំនេះបានមានប្រសាសន៍អំពីរឿងកម្មការនីប្រជាពលរដ្ឋខ្មែរឲ្យលោកហ៊ុនសែនលោកហ៊ុនម៉ាណែតប្រាស់មុខមាត់កម្ពុជាក្នុងនាមអធិបតេយ្យភាពជាតិនេះស្ដារប្រជាធិបតេយ្យដើម្បីបាន EBA GSP របស់អឺរ៉ុបក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មជាពិសេសការងាររបស់ប្រជាពលរដ្ឋក៏ប៉ុន្តែមេដឹកនាំក្រុមគ្រួសារហ៊ុននឹងមិនធ្វើអាហ្នឹងក៏ជានយោបាយមួយដែរនយោបាយរបស់អាយ៉ងមួយដែរពេលខ្លះបងប្អូនមើលឃើញថាពួកនឹងមិនធ្វើពីព្រោះពួកនឹងមិនចង់ឲ្យប្រជាពលរដ្ឋខ្មែរមានជីវភាពល្អប្រសើរមានកម្លាំងប្រឆាំងគេខួបពីរឿងហ្នឹងទៀតគឺជានយោបាយបែបអាយ៉ងមួយនៅត្រង់ណានយោបាយដែលអាយ៉ងអនុវត្តនៅមហិច្ឆតាឈានពានរបស់វៀតណាមឧទាហរណ៍នៅពេលដែលគេធ្វើឲ្យយើងក្រធ្វើឲ្យកសិផលរបស់កសិករស្រូវពោតសណ្ដែកអីចុះថ្លៃធ្វើស្រូវរស់មិនបានដាំពោតរស់មិនបានដាំដលងរស់មិនបានន័យថាម៉េចបានន័យថាកសិផលខ្មែរថោកនៅពេលដែលកសិផលខ្មែរថោកសួរថាកសិករចង់ធ្វើស្រែចម្ការទៀតទេអត់ចង់ទេព្រោះធ្វើទៅវាអត់រស់អញ្ចឹងនាំគ្នាបោះបង់ស្រែចម្ការចោលធ្វើចំណាក់ស្រុកអ្នកបោះបង់ស្រែចម្ការចោលហ្នឹងណាវៀតណាមចំណេញមួយបាត់ថ្មីហ្នឹងគេថាគេធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់តាមព្រំដែនវៀតណាមចំណេញមួយបាត់ចំណេញនៅត្រង់ណាពេលដែលកសិករខ្មែរបោះបង់ស្រែចម្ការចោលនៅពេលហ្នឹងពួកឈ្មួញវៀតណាមមកជួលដីស្រែចម្ការខ្មែរជួលយូរទិញយូរច្រើនទៅដូច្នេះដីស្រែចម្ការខ្មែរคล้ายទៅជាស្រែចម្ការដែលជនជាតិវៀតណាមត្រួតត្រាកាន់តែច្រើនឡើងអាហ្នឹងនយោបាយឆ្លៀតពៀនណាហើយយើងមើលអត់ដឹងទេមួយវិញទៀតដល់ពេលដែលកសិកររត់ចោលស្រែរត់ចោលស្រុកទៅរស់នៅក្រៅប្រទេសទៅរកការងារនៅក្រៅប្រទេសទឹកដីកម្ពុជាកាន់តែវាលល្វឹងពលរដ្ឋខ្មែរពេញកម្លាំងដែលជាកម្លាំងការពារជាតិបាត់ច្រើនអញ្ចឹងវៀតណាមចូលមកកាន់តែច្រើនអានោះគឺជានយោបាយឆ្លៀនពៀនដ៏មានប្រសិទ្ធភាពជាងការប្រើកងទ័ពទៅទៀតបងប្អូនចាំមើលមានប្រសិទ្ធភាពជាងការប្រើកងទ័ពទៅទៀតឥឡូវនេះកិច្ចអភិវឌ្ឍសេដ្ឋកិច្ចដែលគេហៅថាប្រតិបត្តិការត្រីភាគីរបស់គេហ្នឹងណាគេធ្វើឲ្យតាមព្រំដែនគេមកជីកបន្លាយគេមកជួលដីហើយសុទ្ធតែវៀតណាមច្រើនណាដោយសារអីកសិករខ្មែរយើងរស់មិនបានពីព្រោះកសិផលថោកពីព្រោះតែរដ្ឋាភិបាលហ្នឹងធ្វើនយោបាយឲ្យលិចលង់អញ្ចឹងដើម្បីបម្រើមហិច្ឆតារបស់វៀតណាមឲ្យវៀតណាមចូលមកគ្រប់គ្រងដីខ្មែរអាហ្នឹងណាគ្រោះថ្នាក់ជាងដីសម្បត្តិទៀតលោកឆាន់នេះដីសម្បត្តិយើងឃើញឧទាហរណ៍ដីសម្បត្តិវៀតណាម
ដែលផ្ដល់ឲ្យក្រុមហ៊ុនវៀតណាមជាង24ហិកតានៅតំបន់ត្រីកោណអភិវឌ្ឍខេត្ត4ហ្នឹងជាង240000ហិកតាហ្នឹងយើងឃើញផ្ទាល់ភ្នែកប៉ុន្តែជួលបន្តិចម្ដងរួចហើយជីកបន្លាយជីកព្រែករួចហើយគេខ្លាយទៅជាខ្មែរគេមានអត្តសញ្ញាណប័ណ្ណខ្មែរពីព្រោះរដ្ឋាភិបាលតកូលហ៊ុនផ្ដល់ឲ្យគេចាប់តាមទិញដីស្រែចម្ការខ្មែរគេគ្រប់គ្រងបន្តិចម្ដងធំជាងអ្វីដែលយើងឃើញដីសម្បត្តិនឹងទៅទៀតហើយយើងពិបាកណានឹងប្រឆាំងនឹងគេពីព្រោះគេធ្វើតាមលំដាប់លំដោយគេខ្លាយទៅជាម្ចាស់កម្មសិទ្ធិជាក់ស្ដែងសួរគ្រោះថ្នាក់ប៉ុណ្ណាធ្ងន់ណាអញ្ចឹងហើយបានជាខ្ញុំឃើញអ្វីដែលខ្ញុំជម្រាបលោកឆាំចាន់នីជម្រាបជូនបងប្អូនអ្នកស្ដាប់ថាកិច្ចសហប្រតិបត្តិការត្រីភាគីជាប្រពៃណីនេះណាធ្ងន់ធ្ងរជាងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍទៅទៀតជាប្រពៃណីអីប្រពៃណីបកគុម្មុនីឥណ្ឌូចិនទាំង3វៀតណាមកម្ពុជាឡាវប្រពៃណីអីប្រពៃណីបកគុម្មុនីវៀតណាមបង្កើតបកគុម្មុនីឡាវបង្កើតបកគុម្មុនីកម្ពុជាគណៈបកប្រជាជនកម្ពុជាសប្តាហ៍ថ្ងៃជាប្រពៃណីអីជាប្រពៃណីដែលគេបង្កើតគឺគេបញ្ជាហ្នឹងហើយឃើញទេគេបញ្ជាឲ្យធ្វើនយោបាយសេដ្ឋកិច្ចឲ្យក្រទៅឲ្យប្រជាពលរដ្ឋខ្មែរក្រទៅឲ្យប្រជាពលរដ្ឋខ្មែររត់ចោលដីស្រែចម្ការទៅឲ្យប្រជាពលរដ្ឋខ្មែរធ្វើចំណាក់ស្រុកទៅស្រួលគេឈ្លានពានរឿងនេះមួយធ្ងន់ធ្ងរលោកកឹមសុខខ្ញុំសូមជាគំនិតអំពីទំហំនៃគ្រោះថ្នាក់លោកកឹមសុខក៏ដូចជាបងប្អូនចូលរួមជាតិបានជ្រាបស្រាប់ហើយថាបច្ចុប្បន្ននេះឡាវគឺគ្រប់គ្រងដោយវៀតណាមប៉ុន្តែយ៉ាងណាក៏ដោយប្រទេសឡាវអត់មានការហែកហួរពីភាគីផ្សេងទេណាគឺវៀតណាមប៉ុន្តែសម្រាប់ប្រទេសកម្ពុជាបច្ចុប្បន្នដែលខ្ញុំសម្លឹងមើលទៅហើយដូចលោកកឹមសុខមានប្រសាសន៍មិញនេះខាងលិចក៏ចូលខាងកើតក៏ចូលដូច្នេះបើយើងប្រៀបធៀបទំហំគ្រោះថ្នាក់ហ្នឹងវាអាចខ្លាំងជាងឡាវទេលោកកឹមសុខខ្មែរយើងខ្លាំងជាងឡាវគ្រោះថ្នាក់ជាងឡាវខ្មែរយើងបើសិនជាវៀតណាមគេជន់ហើយគេមិនបធូរជើងប្រហែលឡាវទេកាលណាថៃគេជន់ហើយគេអត់បធូរជើងប្រហែលឡាវទេមូលហេតុអីពីព្រោះឡាវអត់មានមូលដ្ឋានគ្រឹះនៃភាពជាម្ចាស់ទឹកដីនៅតំបន់អាស៊ីអាគ្នេយ៍ដូចកម្ពុជាទេគ្មានដូនតាជាអច្ឆរិយបុគ្គលដូចកម្ពុជាទេគ្មានតំណាងប្រលឹងជាតិដែលមានលក្ខណៈរឹងមាំដូចកម្ពុជានោះទេនិយាយបែបនេះខ្ញុំមិនមែនមើលងាយឡាវទេណាខ្ញុំគ្រាន់តែនិយាយការពិតមួយដែលថាកម្ពុជាយើងរឹងមាំទាំងវប្បធម៌ទាំងភាពជាម្ចាស់ទឹកដីនៅតំបន់អាស៊ីអាគ្នេយ៍នេះអញ្ចឹងភាពជាម្ចាស់របស់យើងនឹងដែលធ្វើឲ្យវៀតណាមក្តីដែលធ្វើឲ្យថៃក្តីពិបាកជាន់ណាស់ពិបាកជាន់ឲ្យលិចមែនទែនយើងគិតមើលគណៈបកប្រជាជនកម្ពុជាធ្វើឲ្យយ៉ងបាត់ថ្លៃរបស់វៀតណាមប្រហែលឆ្នាំហើយយើងបូកដកលេខតាំងពីឆ្នាំ1979មកដល់ឥឡូវហ្នឹងនៅតែគណៈបកប្រជាជនកម្ពុជាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតដដែលប៉ុន្តែជនកម្ពុជាអត់ទាន់បានលេចដោយសារភាពជាម្ចាស់ទឹកដីរបស់កម្ពុជាវារឹងមាំពេកនួងប្រលឹងជាតិខ្មែរហ្នឹងធំពេកជាពិសេសអង្គរវត្តគ្មាននរណាអាចងាយបំបត្តិបានទេអញ្ចឹងណាប្រសិនបើគេមានឱកាសនឹងជន់ឲ្យលិចគឺគេអត់បធូរជើងទេអត់បធូរជើងសោះឡើយពីព្រោះអីដោយសារតែថាភាពជាម្ចាស់និងភាពរឹងមាំនៃប្រលឹងជាតិយើងណាកាលណាគេមានឱកាសជន់ហើយគេជន់មិនលិចយើងនៅតែងើបវិញបានពីព្រោះមោទនភាពជាតិយើងវាធំពេកឧទាហរណ៍ប្រៀបធៀបជាមួយថៃអង្គរវត្តធំសម្បើមណាប្រាសាទព្រះវិហារធំសម្បើមណាដែលបើទោះបីជាយើងលិចកាប់បាត់នៅសល់តែក្បាលក៏ឃើញថាអូក្បាលខ្មែរហ្នឹងអញ្ចឹងបានខ្ញុំបញ្ជាក់ថាបើគេមានឱកាសជន់គេមិនទុកទេគេមិនទុកឬគេមិនបធូរដូចឡាវឡើយហើយរបៀបជន់របស់គេនោះសាហាវខ្ញុំឧទាហរណ៍មួយនៅក្នុងរបបគ្រប់គ្រងក្រោមក្រុមគ្រួសារហ៊ុនណាអំបញ្ញមិញយើងនិយាយជាមួយវៀតណាមព្រឺគួរឲ្យព្រឺណាស់គួរឲ្យខ្លាចណាស់នៅរបៀបនៃការឈ្លានពានរបស់គេប៉ុន្តែជាមួយថៃក៏មិនធម្មតាដែរណាមិនធម្មតាទេណាថៃប្រើស្នៀតមួយដែលបងប្អូនប្រជាពលរដ្ឋខ្មែរជួនកាលមើលអត់ទាន់ដឹងទេឧទាហរណ៍ស្នៀតប្រាសាទព្រះវិហារស្នៀតប្រាសាទតាមាន់ធំស្នៀតអស់ទាំងនេះណាដែលខ្ញុំបញ្ជាក់ថាកុំចរចាណាកាលណាចរចាចាញ់ទៀតថៃនៅត្រង់ណាណាបងប្អូនប្រសិនបើចរចាណាថៃឲ្យយើងតែប្រាសាទទេពីព្រោះគេយកប្រាសាទអត់បានវាមានឈ្មោះថាជារបស់ខ្មែរបើគេយកបានដោយការខុបខិតរបស់រដ្ឋាភិបាលក្រុងភ្នំពេញអានេះគេយកហើយ
គេយកដូចជាប្រាសាទតាក្របីអីគេយកឲ្យស្ងាត់ហើយយើងបន្តមកគេយកតែយើងស្ងាត់ណាប៉ុន្តែបើយើងមិនស្ងាត់ក្នុងករណីប្រាសាទតំបន់ធំក្នុងករណីប្រាសាទព្រះវិហារយើងបានតែប្រាសាទទេណាថៃជាមួយនឹងរដ្ឋាភិបាលក្រុមគ្រួសារហ៊ុននឹងខុបខិតគ្នាឲ្យដីនៅក្បែរប្រាសាទហ្នឹងទៅគេគ្រប់គ្រងអាហ្នឹងល្បិចក្នុងការខុបខិតគ្នារវាងក្រុមគ្រួសារហ៊ុននិងរដ្ឋាភិបាលថាក់ស៊ីននៅប្រទេសថៃសប្តាហ៍ថ្ងៃនេះគឺគេធ្វើអញ្ចឹងតាំងពីដើមមកគេធ្វើអញ្ចឹងកាលណារឿងប្រាសាទណាមួយក៏ដោយកាលដីនៅជាប់ប្រាសាទហ្នឹងគឺថៃទៅគ្រប់គ្រងហើយចំណែកប្រាសាទគេឲ្យខ្មែរតែប្រាសាទទេខ្ញុំឧទាហរណ៍មួយប្រាសាទព្រះវិហារសូម្បីតែតុលាការយុតិធម៌អន្តរជាតិកាត់ថាដីនៅក្បែរប្រាសាទហ្នឹងឲ្យមកខ្មែរទៅហើយហ្នឹងប៉ុន្តែឥឡូវហ្នឹងជាក់ស្ដែងណាគឺកងទ័ពថៃអ្នកគ្រប់គ្រងដដែលអត់ហ៊ានទៅយកទេកងទ័ពរបស់រដ្ឋាភិបាលតកូលហ៊ុនអត់ហ៊ានទៅគ្រប់គ្រងតាមសាលក្រមរបស់តុលាការអន្តរជាតិទេអត់ហ៊ានទេហើយមែនទេទៅនៅទុំតែក្បែរប្រាសាទនោះអានោះជាយុទ្ធសាស្ត្ររបស់គេមានន័យថាថៃគេយកដីគេអភិវឌ្ឍដីគេកាលណាគេយកដីគេគ្រប់គ្រងដីនៅក្បែរប្រាសាទទេសចរចូលតាមរយៈដីហ្នឹងទីបំផុតទៅប្រាសាទក៏បានជាផលប្រយោជន៍នៃទេសចររបស់គេអត់បានខ្មែរច្រើនទេឃើញទេអានោះគឺជាល្បិចកលមួយដែលយើងមិនអាចចរចាបានទេខ្ញុំបញ្ជាក់ជូនបងប្អូនតាំងពីដើមមកថាយើងមិនអាចចរចាបានឡើយក្រៅតែពីរឿងពីរយ៉ាងបើចរចាវាលុះត្រាតែមានអន្តរការីអន្តរជាតិពីអង្គការសហជីវជាតិនិងបានចូលរួមតាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសតាមរយៈយន្តការនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបើគ្មានលក្ខខណ្ឌហ្នឹងទេតើតែប្តឹងទៅតុលាការអន្តរជាតិទោះបីរដ្ឋាភិបាលណាក៏ដោយទោះបីរដ្ឋាភិបាលលោកឆាំឆាន់នេះក៏ខ្ញុំផ្ដល់យោបល់អញ្ចឹងទោះបីរដ្ឋាភិបាលគឹមសុកក៏គឹមសុកធ្វើអញ្ចឹងទោះបីរដ្ឋាភិបាលណាក៏ខ្ញុំផ្ដល់យោបល់បែបហ្នឹងដែរមិនអាចចរចាបានឡើយអានេះខ្ញុំមិនទាន់និយាយអំពីក្របខ័ណ្ឌនៃការដែលយើងចាញ់ប្រៀបគេជាច្រើនទៀតទេពីព្រោះខ្ញុំបានស្ដាប់វាគ្មិនជាច្រើនដែលមានប្រសាសន៍អំពីរឿងហ្នឹងអស់ហើយខ្ញុំចង់បន្ថែមទៀតទេខ្ញុំគ្រាន់តែនិយាយនៅអ្វីដែលខ្ញុំមើលឃើញអំពីចំណុចជ្រៅមួយចំនួនដែលមិនទាន់បានជម្រាបជូនបងប្អូនឲ្យបងប្អូនពិចារណាឡើងវិញថែមទៀតលោកកំសុកហ្នឹងហើយអ្វីដែលលោកកំសុកមានប្រសាសន៍មិញវាបានឆ្លុះបញ្ចាំងពីការពិតឧបមាដូចជាប្រាសាទព្រះវិហារភាគច្រើនទេសចរចូលពីខាងភាគីថៃប្រាសាទតាមាន់ធំបាទតាមាន់តូចគឺវាសុទ្ធតែជាសម្បត្តិធនធានសម្បត្តិមហាសាលរបស់ជាតិបែរជាត្រូវឲ្យភាគីថៃមកដាក់ភាគហ៊ុនរ៉ូស៊ីជាមួយអាហ្នឹងវាជារឿងមួយដែលយើងមិនដឹងថាតើវាមានស្អីឬក៏វាមានគេហៅថាផលប្រយោជន៍ចំណុចមួយចំណុចផលប្រយោជន៍សម្រាប់ក្រុមគ្រួសារលោកហ៊ុនសែនឬក៏យ៉ាងណាខ្ញុំយល់គំនិតរបស់លោកឆាំចាន់នេះប៉ុន្តែយល់ត្រូវឬខុសខ្ញុំអត់ទាន់ដឹងទេខ្ញុំគិតថាខ្ញុំយល់ហើយខ្ញុំបន្ថែមបន្តនៅគំនិតរបស់លោកឆាំចាន់នេះទៅចាស់បើសិនបើខ្ញុំយល់ខុសអាចប្រាប់ខ្ញុំថាខុសបើខ្ញុំយល់ត្រូវយើងបន្តជជែកគ្នាតទៅទៀតអ្វីដែលជាប្រយោជន៍របស់ក្រុមគ្រួសារហ៊ុនណានិងប្រយោជន៍ក្រុមគ្រួសារលោកថាក់ស៊ីនណាឥឡូវយើង skip យើងទុករឿងដោយឡែកជាមួយវៀតណាមសិនយើងមកនិយាយអំពីប្រយោជន៍របស់ក្រុមគ្រួសារហ៊ុននិងប្រយោជន៍របស់ក្រុមគ្រួសារលោកថាក់ស៊ីនជាពិសេសអារឿងប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្មនោះក៏និយាយច្រើនណាស់ហើយប្រយោជន៍ក្រុមគ្រួសារហ៊ុននិងប្រយោជន៍ក្រុមគ្រួសារលោកថាក់ស៊ីនដែលខ្ញុំចង់និយាយនៅពេលនេះគឺប្រយោជន៍អំណាចនយោបាយបើបងប្អូនតាមដានបានបងប្អូនដឹងតែប៉ុន្តែមិនមែនបងប្អូនមិនយល់ទេមិនមែនបងប្អូនមិនដឹងទេប៉ុន្តែអាចដោយសារបងប្អូនមិនតាមដានឲ្យបានដិតដល់តែប៉ុណ្្នឹងទេតាមដានដិតដល់ទៅដឹងអំណាចក្រុមគ្រួសារហ៊ុនឬផលប្រយោជន៍អំណាចរបស់ក្រុមគ្រួសារលោកថាក់ស៊ីនហ្នឹងកើតមានតែនៅពេលដែលកម្ពុជានិងថៃមានចំនួនព្រំដែនជាមួយគ្នាតែប៉ុណ្ណោះបងប្អូនតាមដានតាំងពីលោកថាក់ស៊ីនធ្វើនាយករដ្ឋមន្ត្រីរហូតដល់ប្អូនស្រីលោកថាក់ស៊ីនធ្វើនាយករដ្ឋមន្ត្រីរហូតមកដល់កូនស្រីលោកថាក់ស៊ីនធ្វើនាយករដ្ឋមន្ត្រីគឺគេអាចបានប្រយោជន៍ពីចំនួនបញ្ហាព្រំដែនតែប៉ុណ្ណោះគេអាចរក្សាអំណាចបានគេអាចតោងអំណាចបានដោយសារតែចំនួនបញ្ហាព្រំដែនឬមួយក៏យើងនិយាយថាគ្រួសារទាំងពីរនេះគឺជាឈ្មួញចំនួនព្រំដែនដើម្បីរក្សាអំណាចឬជាឈ្មួញសង្គ្រាមដើម្បីរក្សាអំណាចលោកថាក់ស៊ីនដែលឡើងធ្វើនាយករដ្ឋមន្ត្រីឆ្នាំ2001ឃើញគ្រាន់តែឡើងមកភ្លាមបង្កើតបញ្ហាមួយឲ្យខ្មែរនិងថៃឆ្លោះគ្នាភ្លាមជាមួយនឹងលោកហ៊ុនសែនគឺ MOU
ហើយទៅ MOU ទៅនាំគ្នាបកស្រាយយកកោះគុតចំណែកកោះគុតរបស់ខ្មែរយកដែនសមុទ្រខ្មែរស្អីតាម MOU ខុសច្បាប់ហ្នឹងព្រោះ MOU ហ្នឹងអត់ឆ្លងសភាទេណាมันអាចទៅនិយាយបកស្រាយរឿងព្រំដែនបានឡើយហើយយក MOU ទៅប្រកាសបញ្ហាហ្នឹងឃើញទេគឺដើមចេញពីការបង្កត់ចំនួនខ្មែរថៃរឿងព្រំដែនហ្នឹងដើម្បីអីដើម្បីអំណាចពីព្រោះលោកថាក់ស៊ីនដឹងច្បាស់ណាស់ថាគ្រួសាររបស់គាត់ណានៅពេលដែលកម្ពុជាដឹកនាំដោយគ្រួសារតកូលហ៊ុនណាគ្រួសាររបស់គាត់មានតម្លៃមួយសម្រាប់ប្រជាជាតិថៃគឺគ្រួសាររបស់គាត់ហ្នឹងអាចបង្វិលសតិសម្បញ្ញៈឬអាចបង្វិលអំណាចក្រុមគ្រួសារហ៊ុនឲ្យផ្ដល់ផលប្រយោជន៍ឲ្យថៃបានហើយមានតែគ្រួសារថាក់ស៊ីនទេដែលអាចនិយាយបាននៅថៃជាមួយក្រុមគ្រួសារហ៊ុនណាហើយក៏ជាការបង្កើតឥទ្ធិពលដឹកនាំរបស់ខ្លួននៅក្នុងប្រទេសថៃដែរដែលបង្ហាញឲ្យប្រជាពលរដ្ឋថៃមើលឃើញថាមានតែក្រុមគ្រួសារថាក់ស៊ីនទេដែលអាចរំលោភយកទឹកដីខ្មែរបានខ្ញុំបន្ថែមបន្តិចខ្ញុំបាននឹកឃើញពីចំណុចហ្នឹងដែរខ្ញុំគិតថាទេតាមកោះគុតថៃយកយូរហើយតាចុះហេតុអីបានជានាយករដ្ឋមន្ត្រីកូនរបស់ថៃលើករឿងហ្នឹងយកមកនិយាយកំណត់ខ្ញុំណាលោកកឹមសុខមិនចាំជួយផ្ដល់ផងគឺទី1ចង់បង្ហាញប្រជាពលរដ្ឋថៃហ្នឹងថាបើសិនជាអត់មានក្រុមគ្រួសារថាក់ស៊ីនទេណាកោះគុតនឹងអាចបានទៅខ្មែរវិញណាហើយទី2ដោយសារក្រុមគ្រួសារហ៊ុនសែនហ្នឹងវាមានចំណុចខ្សោយច្រើននៅក្នុងដៃក្រុមគ្រួសារថាក់ស៊ីនអញ្ចឹងក្រុមគ្រួសារថាក់ស៊ីនថា1គឺ1ថា2គឺ2អាហ្នឹងវាបង្ហាញពីឥទ្ធិពលដឹកនាំរបស់ក្រុមគ្រួសារថាក់ស៊ីននៅក្នុងប្រទេសថៃហើយក៏ជាឱកាសដែលបានទទួលផលប្រយោជន៍ពីចំនួនដោយដែលលោកកឹមសុខមានប្រសាសន៍មិញអានេះវាការគិតរបស់ខ្ញុំកន្លងមកដល់ពេលលោកកឹមសុខចូលដល់ចំណុចហ្នឹងខ្ញុំសូមបន្ថែមបន្តិចទៅអធិស្ឋានសូមបន្តទៀតនៅអ្វីដែលយើងក៏សង្កល់មើលលោកចាំចានេះនៅពេលដែលមានបញ្ហាព្រំដែនតាមពិតទៅបង្កើតថាក់ស៊ីននិងហ៊ុនសែនបង្កើតឲ្យគ្រួសារថាក់ស៊ីននឹងមានអំណាចមានឥទ្ធិពលនៅថៃហើយគេខុបខិតគ្នាដើម្បីផលប្រយោជន៍ការពារអំណាចរវាងគ្នាដល់ទៅពេលបញ្ហាហ្នឹងកាន់តែស្រកអន់នៅឆ្នាំ2006លោកថាក់ស៊ីនត្រូវគេធ្វើរដ្ឋប្រហារទម្លាក់ចេញភ្លាមពីព្រោះលែងមានផលប្រយោជន៍ច្រើនណាស់យើងមើលករណីនៃចំនួននៅប្រាសាទព្រះវិហារ2008-2011ករណីចំនួនប្រាសាទព្រះវិហារនេះណារហូតទៅដល់ប្រាសាទផ្សេងជាច្រើនទៀតប្រាសាទតំបន់តូចតំបន់ធំប្រាសាទតាកបីដែលប្រាសាទតាកបីហ្នឹងត្រូវថៃត្រួតត្រាទៅហើយប្រាសាទតំបន់តូចត្រួតត្រាទៅហើយការបង្កើតចំនួនសង្គ្រាមពីឆ្នាំ2008ដល់ឆ្នាំ2011ដោះស្រាយអត់ចេញទេនាយករដ្ឋមន្ត្រីក្រៅពីគ្រួសារថាក់ស៊ីនដោះស្រាយអត់ចេញទេស្រាប់តែប្អូនស្រីថាក់ស៊ីនឡើងមកភ្លាមចុងឆ្នាំ2011ដោះស្រាយចេញភ្លាមចរចាទ្វេភាគីផ្លែតព្រោះចរចាទ្វេភាគីចុះឡើងយើងបានតួប្រាសាទដូចជាប្រាសាទតំបន់ធំបានឈរនៅមកខាងតួប្រាសាទចំណែកដីគេគ្រប់គ្រងតំបន់តូចគេយកកោះកបីគេតាកបីសំទុះប្រាសាទតាកបីគេត្រួតត្រាហើយសូម្បីតែតំបន់ដីនៅក្បែរប្រាសាទដែលតុលាការអន្តរជាតិយុតិធធអន្តរជាតិកាត់ឲ្យខ្មែរហើយហ្នឹងឥឡូវក៏ថៃអ្នកជន់នៅលើដីហ្នឹងដែរឃើញទេគ្រាន់តែប្អូនស្រីលោកថាក់ស៊ីនឡើងធ្វើនាយករដ្ឋមន្ត្រីព្រាមគេនិយាយត្រូវគ្នាពេកអាហ្នឹងហើយដែលជាចំណុចគុណលឹះនៃអំណាចគ្រួសារលោកថាក់ស៊ីនហើយឥឡូវមកដល់កូនស្រីលោកថាក់ស៊ីនកូនស្រីលោកថាក់ស៊ីននេះណាបើអត់មានចំនួនបញ្ហាព្រំដែនហ្នឹងណាគេអត់ទុកទេគេអត់ទុកសោះឡើយគេរុញចេញហើយគេរកវិធីនៅក្នុងការកែតម្រង់ផ្ទៃក្នុងថៃឲ្យកាន់តែប្រសើរជាងសប្តាហ៍ថ្ងៃហើយប៉ុន្តែសារតែផលប្រយោជន៍រឿងចំនួនព្រំដែនហ្នឹងបានជាកូនស្រីលោកថាក់ស៊ីននៅបន្តទៅទៀតដូច្នេះគ្រួសារពីរនេះណាមែនទេណាគឺជាឈ្មោះចំនួនព្រំដែននិងឈ្មោះសង្គ្រាមដែលរក្សាអំណាចរៀងៗខ្លួនប៉ុន្តែយើងបែងចែកឲ្យច្បាស់ដែរណាលោកឆាំចានេះបែងចែកឲ្យច្បាស់លោកថាក់ស៊ីននិងគ្រួសារគាត់បង្កើតចំនួនបញ្ហាព្រំដែនដើម្បីឈ្លានពានកម្ពុជាទេណាដើម្បីមានឥទ្ធិពលអំណាចផងឈ្លានពានកម្ពុជាផងពីព្រោះប្រសិនបើគាត់បង្កើតចំនួននេះធ្វើឲ្យថៃខាតវិញក៏គាត់មិននៅដែរគេទម្លាក់គាត់ចោលបាត់ហើយប៉ុន្តែគាត់បង្កើតចំនួននេះដើម្បីបង្កើនឥទ្ធិពលក្នុងការឈ្លានពានកម្ពុជាចំណែកឯគ្រួសារលោកហ៊ុនសែនដែលបង្កើតចំនួននេះជាមួយគ្រួសារលោកថាក់ស៊ីនណាគឺខ្មែរយើងខាតរហូតអត់មានចំណេញអីទេអត់ចំណេញសោះឡើយដូច្នេះហើយនិយាយបានថាខ្មែរខាតប៉ុន្តែក្រុមគ្រួសារលោកហ៊ុនសែននឹងបានទទួលផលប្រយោជន៍ជាលៀបសការៈពីចំនួនហ្នឹងឬផលប្រយោជន៍អំណាចរបស់គេតើគេបានអ្វីដែលជាគោលដៅរបស់គេគឺផលប្រយោជន៍អំណាចមិនមែនជារឿងទឹកដីនោះឡើយអញ្ចឹងហើយបានជាខ្ញុំបញ្ជាក់ជូនបងប្អូនថាគ្រួសារលោកហ៊ុនសែនគឺជាឈ្មោះសង្គ្រាមឈ្មោះចំនួនទឹកដីហើយបង្កើតចំនួនមិនមែនបង្កើតចំនួនដើម្បីទៅ
អាចយកទឹកដីពីគេណាបង្កើតចំនួនឲ្យគេយកទឹកដីខ្មែរត្រឹមតែរក្សាអំណាចខ្លួនឯងតែប៉ុណ្ណោះប៉ុន្តែហើយយើងត្រូវគិតឡើងវិញអំពីមូលដ្ឋានទាំងអស់ហ្នឹងយើងមិនអាចនៅគ្រប់គ្រងឬក៏យើងមិនអាចនៅឲ្យស្ថានភាពកម្ពុជាស្ថិតនៅក្នុងវិបត្តិមួយដែលអុកឡុកដោយគ្រួសារហ៊ុនដូចសប្តាហ៍ថ្ងៃនេះទេ តើអរគុណលោកកំសុកខ្ញុំអាចយល់បានថាអំពីបញ្ហាប្រាសាទក្តីអំពីបញ្ហាកោះគុតក្តីដែលពាក់ព័ន្ធជាមួយថៃនេះទីបំផុតទៅខ្មែរយើងគឺបានទទួលតែសម្បុកដូចឧបមាថាដូចសម្បុកមន់ណាសម្បុកមន់យើងទទួលបានតែសម្បុកប៉ុន្តែអផលប្រយោជន៍មេមន់និងពងមន់នេះថៃយកទាំងអស់អាហ្នឹងអញ្ចឹងលោកឆាំឆាន់នេះឧទាហរណ៍នេះល្អមែនតើខ្ញុំរនឹកពាក្យនឹងនិយាយអត់ចេញហ្មងហ្នឹងដល់លោកឆាំឆាន់នេះមានប្រសាសន៍មកខ្ញុំក៏នឹកឃើញមិនខុសពីអ្វីដែលលោកឆាំឆាន់នេះនិយាយទេករណីជាមួយថៃយើងបានតែតួប្រាសាទហើយមែនតើទៅតួប្រាសាទដែលយើងបានហ្នឹងណាបានមួយផ្នែកដូចជាប្រាសាទតំន់ធំតែកងទ័ពយើងទៅឈរនៅក្នុងហើយគេឲ្យធ្វើអីទៀតណាទៅច្រៀងអត់បានផងទៅច្រៀងបត់ពលឹងជាតិខ្មែរអីនៅនោះអត់បានទៀតបានតែឈរទេហើយមែនតើទៅឈរស្វាគមន៍គេអញ្ចឹងអត់មានអីទេបានតែកម្លាំងយើងទៅឈរប៉ុណ្ណឹងឈរនៅលើតួប្រាសាទហ្នឹងយើងឧទាហរណ៍ថាដូចដែលយើងក្តោបយកសបុកមន់អញ្ចឹងណាប៉ុន្តែផលប្រយោជន៍ឧទាហរណ៍មេមន់ពងមន់គេយកផលប្រយោជន៍គេយកអាដីនៅក្បែរសបុកមន់ហ្នឹងក៏គេយកបានដីនៅក្បែរតួប្រាសាទហ្នឹងក៏គេយកដីនៅក្បែរសបុកមន់ហ្នឹងគេយកទៅដាំសក្រីគេយកទៅដាំដំណាំគេយកទៅឲ្យគ្នាគេនៅឃើញទេហើយយើងសប្តាហ៍ថ្ងៃគឺអញ្ចឹងយើងបានតែតួប្រាសាទយកមកអួតទេយកមកអួតថារដ្ឋាភិបាលគេនេះគេការពារតួប្រាសាទបានតែទីបំផុតផលប្រយោជន៍ទាំងអស់ថៃប្រមូលយកស្ទើរតែទាំងអស់ហ្មងហើយចំណុចមួយដែលបញ្ជាក់ថាថៃប្រមូលយកស្ទើរតែទាំងអស់នៅត្រង់ថាតំបន់នោះខ្មែរឈរជើងប៉ុន្តែទៅច្រៀងបាត់ខ្មែរនៅលើតំបន់នោះអត់បានយើងពិចារណាមើលទៅរួចទៅចង់សើចអញ្ចឹងខ្ញុំថាវាមិនដែលមានទេបើថាហ្នឹងទទួលស្គាល់ថាខ្មែរមកចំណែកឧទាហរណ៍ណាប៉ុន្តែរបស់ខ្មែរទាំងអស់ទេបើទទួលស្គាល់ថាខ្មែរមកចំណែកវាអត់មានអីខ្មែរទៅឈរច្រៀងនៅលើប្រាសាទរបស់ខ្លួនអត់បានទេវាមិនអាចហើយទៅជារដ្ឋាភិបាលតកូលហ៊ុននេះប្រឹងសម្របសម្រួលសម្រាប់ហើយសម្របសម្រួលអីសម្របសម្រួលដកគ្នាឯងចេញហ្នឹងមិនមែនសម្របសម្រួលដើម្បីបានតួប្រាសាទដើម្បីបានទឹកបានដីហ្នឹងណាអត់ទេសម្របសម្រួលដកគ្នាឯងចេញតែសម្របសម្រួលរាល់ថ្ងៃហ្នឹងបាទវាជារឿងមួយដែលអស់សំណើចមែនតើដោយលោកកំសុកមានប្រសាសន៍មកអញ្ចឹងច្រៀងចម្រៀងឯងលើទឹកដីខ្លួនឯងអត់បានណាសាហាវណាបញ្ហាមួយទៀតលោកឆាន់ឆានីខ្ញុំខាននិយាយយូរដែរហើយអំពីបញ្ហាផែនទីទឹកដីព្រំដែននេះខ្ញុំឃើញមានរឿងច្បុកច្បល់មួយចំនួនដែលមានខ្មែរខ្លះគាត់ថាអូកោះគុតនឹងរបស់ថៃទេផែនទីនៅអាមេរិកនៅឯណាឯណីនោះខ្ញុំឃើញគាត់បង្ហោះឃើញគាត់និយាយដដែលហើយខ្ញុំអស់សំណើចហើយខ្ញុំចេះតែគិតថាចុះមានខ្មែរអញ្ចឹងដែរបើថាខ្មែរនឹងរៀនសូត្របានតិចមិនយល់អីសោះខ្ញុំអត់ថាទេប៉ុន្តែជាបញ្ញវន្តដែលមានចំណេះដឹងខ្ពស់អាចគិតយល់បានឬក៏យល់ហើយធ្វើមិនយល់ខ្ញុំមិនដឹងខ្ញុំតាមដានបញ្ញវន្តខ្មែរម្នាក់ខ្ញុំមិនបច្ចេកឈ្មោះទេគាត់បង្ហោះផែនទីទៅលើ Facebook របស់គាត់ថាផែនទីហ្នឹងបោះពុំនៅទសវត្សទី60ដូចជាឆ្នាំ1964អីទេដោយរដ្ឋាភិបាលសង្គមរាស្ត្រនិយមរដ្ឋាភិបាលខ្មែរកាលនោះហើយឥឡូវផែនទីហ្នឹងគេដាក់នៅបណ្ណាល័យសភាអាមេរិកហើយគេថាកោះគុតហ្នឹងជារបស់ថៃខ្ញុំមើលហើយមើលទៀតខ្ញុំអស់សំណើចហើយឈឺចាប់អស់សំណើចផងឈឺចាប់ផងនៅត្រង់ណានៅត្រង់ថាទម្លាប់របស់ខ្ញុំកាលណាមើលខ្ញុំមើលដោយការពិចារណាខ្ញុំមើលហើយមើលទៀតមើលគ្រប់ចំណុចមើលគ្រប់កន្លែងណាមិនមែនគ្រាន់តែមើលហើយគេទៅសេថាអញ្ចឹងទៅដេកឈឺចាប់ទេអត់ទេខ្ញុំមើលហើយមើលទៀតគាត់យកអាផែនទីសេដ្ឋកិច្ចមកផុសថាកោះគុតរបស់ថៃផែនទីនោះផែនទីសេដ្ឋកិច្ចសោះបងប្អូនទៅមើលបងប្អូនផែនទីសេដ្ឋកិច្ចនិងផែនទីនយោបាយទឹកដីអត់ដូចគ្នាទេណាផែនទីសេដ្ឋកិច្ចអត់មាននិយាយច្បាស់អំពីបញ្ហាទឹកដីឡើយគេគាត់តែគូសសំណៅថានៅក្នុងតំបន់នៃប្រទេសកម្ពុជានេះតំបន់ណាដែលកម្ពុជាទាញផលប្រយោជន៍សេដ្ឋកិច្ចបានច្រើនហើយតំបន់ណាដែលមិនសូវមានចលនាសេដ្ឋកិច្ចនេះគេស្ទើរតែមិនចង់គូសឲ្យដឹងផងពីព្រោះអី
ពីព្រោះជាអ្វីដែលពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចតែប៉ុណ្ណោះឧទាហរណ៍កោះកុដកោះត្រល់តំបន់សមុទ្រមួយចំនួនដែលខ្មែរយើងមិនទាន់ទាញយកផលប្រយោជន៍ពីតំបន់នោះបានទេបានន័យថាអត់ទាន់មានផលប្រយោជន៍សេដ្ឋកិច្ចពីតំបន់នោះឡើយយើងមិនទាន់យកបានឡើយមិនអត់មានទេប៉ុន្តែយើងមិនទាន់ប្រមូលផលសេដ្ឋកិច្ចបានអញ្ចឹងហើយគេមិនគូសឲ្យច្បាស់លាស់ទេពីព្រោះគេគូសឲ្យច្បាស់លាស់តែលើតំបន់ណាដែលទាញផលប្រយោជន៍សេដ្ឋកិច្ចបានច្រើនអានេះថាផែនទីសេដ្ឋកិច្ចមួយវិញទៀតយុវជនមួយចំនួនចេះតែសួរខ្ញុំថាអីដូចគេថាមែនអត់ទេផែនទីវាមានច្រើនប្រភេទមួយវិញទៀតគេហៅថាផែនទីកងទ័ពឧទាហរណ៍ថាផែនទី UTM របស់អាមេរិកណា UTM របស់អាមេរិកដែលមានຂະຫນាតដូចជា1 លើ 50 ពាន់ណាដែលកងទ័ពអាមេរិកប្រើសម័យទម្លាក់ក្របបែកលើកងទ័ពយេកុងណាអាមេរិកគាត់គូផែនទីនោះចូលទឹកដីខ្មែរអាមេរិកមិនមែនទៅគូផែនទីនោះកាត់ដីខ្មែរឲ្យវៀតណាមទេអាមេរិកគូផែនទីនោះចូលទឹកដីខ្មែរនៅត្រង់ថាទ័ពយេកុងនៅលើដីខ្មែរកន្លែងណាខ្លះអាមេរិកគូផែនទីដើម្បីទម្លាក់គ្រាប់បែកមិនមែនជាផែនទីដែលតំណាងឲ្យទឹកដីឡើយនិយាយស្រួលស្ដាប់ណាហើយបើយកអាផែនទីប្រភេទនោះមកសំអាងដីខ្មែរហ្នឹងអស់មកកកោបាត់ហើយពីព្រោះគេយេកុងកងទ័ពយេកុងដែលចូលនៅសម័យហ្នឹងចូលតាមព្រំដែនសម័យសង្គមរាស្ត្រនិយមចូលតាមព្រំដែនណាដល់ពេលមកសម័យលន់នល់លេងចូលចិត្តដល់ពេញហើយបើយកអាផែនទីនោះមកងាប់ខ្មែរអស់ទឹកដីអាលីអានោះមិនមែនផែនទីទឹកដីទេអានោះគេហៅផែនទីកងទ័ពគេគូសសម្រាប់ដៅចំណុចគោលដៅណាមួយឧទាហរណ៍អាមេរិកគេគូដៅចំណុចគោលដៅថាកងទ័ពយេកុងនៅកន្លែងណាខ្លះគេទម្លាក់គ្រាប់បែកតែប៉ុណ្្នឹងទេអញ្ចឹងផែនទីពីរប្រភេទហ្នឹងផែនទីសេដ្ឋកិច្ចផែនទីកងទ័ពមិនមែនជាផែនទីរដ្ឋបាលដែលកំណត់ដែនដីឡើយសំទោសមិនមែនជាផែនទីនយោបាយដែលកំណត់ដែនដីឡើយទោះតែផែនទីនយោបាយកំណត់ដែនដីទើបយើងអាចយកជាផ្លូវការបានហើយខ្ញុំឃើញគាត់ផុសហើយមានកន្លែងណាដែលសំអាងថាជាផែនទីរដ្ឋបាលកំណត់ដែនដីអត់មានទេហើយខ្ញុំ scroll មើលឡើងផែនទីសេដ្ឋកិច្ចសោះហើយចេះតែយកមកបំភាន់ខ្មែរគ្នាឯងអញ្ចឹងងាប់ហើយបើយើងមិនច្បាស់យើងមិនមែនជាអ្នកបច្ចេកទេសយើងមិនច្បាស់យើងទៅសួរគេអ្នកបច្ចេកទេសដូចជាលោកឌីការ៉េតគាត់មានចំណេះខាងច្បាប់ករណីព្រំដែនផែនទីគាត់សិក្សារឿងនឹងយូរហើយទៅសួរគាត់ទៅរកការពិភាក្សាជាមួយនឹងអ្នកជំនាញបារាំងមើលតើការយល់ដឹងរបស់ខ្លួននឹងត្រឹមត្រូវទេឬក៏ឥឡូវបើសិនជានាំគ្នាទៅសំអាងអញ្ចឹងបើកវេទិកាមួយមើលឥឡូវបើកវេទិកាមួយខ្ញុំចូលរួមដែរខ្ញុំចូលរួមជជែកតាមចំណេះរបស់ខ្ញុំដែរខ្ញុំមិនមែនជាអ្នកជំនាញទេប៉ុន្តែខ្ញុំចូលរួមជជែកតាមចំណេះរបស់ខ្ញុំជជែកគ្នាមើលយើងកំនាំគ្នាពង្វក់យុវជនរហូតដល់យុវជនមួយចំនួនគាត់ច្រឡំគាត់ថាបងមិនចឹងខ្ញុំថាចាំថ្ងៃណាមួយចាំខ្ញុំនិយាយខ្លះឥឡូវខ្ញុំរវល់បន្តិចហើយមួយវិញទៀតមានបញ្ញវន្តខ្មែរយើងម្នាក់គាត់មិនមែនមិនចេះគាត់ចេះគាត់ទៅបកស្រាយអារឿងបញ្ហាព្រំដែនគាត់បកស្រាយអាពាក្យ projection ដែលភាសាបារាំងណាភាសាបារាំងដែលគេនិយាយនៅក្នុងសន្ធិសញ្ញាបារាំងសៀមដែលកំណត់អាខ្សែបន្ទាត់មួយដែលគូសចេញពីបកគោលលេខ73ទៅចំណុចខ្ពស់បំផុតនៃកោះកុដណាគាត់ថាហ្នឹងគ្រាន់តែជាពាក្យមួយដែលគាត់បកស្រាយថាជាគំនុះពីបកគោល73ទៅចំណុចខ្ពស់បំផុតនៃកោះកុដហ្នឹងគាត់ថាគ្រាន់តែជាការបញ្ចាំងបានន័យថា projection ឬ projection ហ្នឹងគ្រាន់តែជាការបញ្ចាំងឲ្យមានស្នាមកំណត់សម្គាល់គាត់ថាកំណត់សម្គាល់ទៅលើព្រំដែនគោកបន្ទាត់លេខ73តែប៉ុណ្ណោះមិនចុងទេអាបកគោល73ហ្នឹងវាមានរួចហើយវាចាំបាច់អីឲ្យមានកំណត់សម្គាល់ projection នឹងទៀត projection នឹងទៀតវាអត់មានទេឥឡូវយើងច្បាស់ទាំងអស់គ្នាអាបកគោល73នេះជាបកគោលគោលដែលមានរួចទៅហើយរួចចាំបាច់ឲ្យមានពាក្យមួយដែលគេហៅថាគាត់ថាបច្ចាំងពីចំណុចខ្ពស់បំផុតនៃកោះកុដដើម្បីសម្គាល់ព្រំដែនគោកត្រង់បកគោល73នឹងយ៉ាងម៉េចទៀតវាមិនចាំបាច់ទេពាក្យថា projection ហ្នឹងណាគាត់យកភាសាខ្មែរយកន័យភាសាខ្មែរទៅបកស្រាយថាអានោះវាគ្រាន់តែជាការបញ្ចាំងចំណោលមែនទេបើយើងបកស្រាយតាមភាសាខ្មែរអញ្ចឹងងាប់ហើយខ្មែរយើងបាត់ទឹកដីអស់ហើយកុំបកអញ្ចឹងយើងត្រូវបកស្រាយតាមភាសាបច្ចេកទេសហើយខ្ញុំមិនមែនជាអ្នកបច្ចេកទេសព្រំដែនទេផែនទីដែរប៉ុន្តែមានចំណុចមួយដែលខ្ញុំអាចយល់បានខ្ញុំនិយាយតាមចំណេះខ្ញុំទេខ្ញុំមានចំណុចមួយដែលខ្ញុំអាចយល់បានគឺនៅក្នុងផែនទីហ្នឹងគេហៅថា
រូបមន្តធរណីមាត្រអ្នកសិក្សាសិតតែយល់ច្បាស់ហើយធរណីមាត្រធរណីមាត្រនេះគឺជាផ្នែកមួយដែលគេយកទៅគូសគំនូសផែនទីហើយអាពាក្យ projection ឬ projection នៅក្នុងនៃធរណីមាត្រមិនមែនគ្រាន់តែជាការបញ្ចាំងពលឺចោលឬក៏បញ្ចាំងសម្គាល់ទេអាពាក្យ projection ឬ projection ជាភាសាបារាំងនៅក្នុងធរណីមាត្រហ្នឹងគេប្រើពាក្យថាចំណោលឬក៏តម្រុយអាចំណោលឬតម្រុយនៅក្នុងន័យធរណីមាត្រដែលគេយកទៅគូសផែនទីហ្នឹងណាអាហ្នឹងមានន័យថាម៉េចមានន័យថាគេគូសហើយគេមិនមែនចំណោលចោលដោយមិនគូសទេក្នុងន័យធរណីមាត្រហ្នឹងបានន័យថាប្រសិនបើគេប្រើពាក្យថាតម្រុយនោះពីចំណុចបង្គោលលេខ73មិនមែនប្រសិនទេគឺនៅក្នុងសន្ធិសញ្ញានិយាយច្បាស់ណាថា projection គឺចំណោលពីចំណុចបង្គោលលេខ73ទៅត្រង់ចំណុចខ្ពស់បំផុតនៃកោះកុដនោះមានន័យថាគេគូសហើយគេគូសពីចំណុចបង្គោលលេខ73ទៅចំណុចខ្ពស់បំផុតនៃកោះកុដភាសាធរណីមាត្រគឺមានន័យអញ្ចឹងណាពាក្យថាចំណោលនោះគឺគេគូសយកបន្ទាត់ហើយប៉ុន្តែបញ្ញវន្តខ្មែរយើងទៅនិយាយថាអាហ្នឹងមិនមែនគូសបន្ទាត់ទេវាគ្រាន់តែជាចំណុចតម្រុយចោលមិនចង់ទេភាសាធរណីមាត្រភាសាគណិតវិទ្យាណាពាក្យថាតម្រុយឬក៏ projection ហ្នឹងគឺគេគូសហើយតម្រុយពីចំណុចបង្គោលលេខ73ទៅចំណុចខ្ពស់បំផុតនៃកោះកុដមានន័យថាគេគូសខ្សែបន្ទាត់ព្រំដែនពីចំណុចលេខ73ទៅចំណុចខ្ពស់បំផុតនៃកោះកុដហើយមិនមែនចំណោលចោលទេខ្ញុំឧទាហរណ៍មួយឧទាហរណ៍ថាបងប្អូនរៀនធរណីមាត្រលោកគ្រូអ្នកគ្រូបង្រៀនធរណីមាត្រអីដឹងហ៎លោកស្ដាប់លោកដឹងហ៎ឧទាហរណ៍ថាបន្ទាត់សេមួយគូសពីតម្រុយឬក៏មានចំណោលពីចំណុច A ទៅចំណុច B ឬមានតម្រុយពីចំណុច A ទៅចំណុច B នោះមានន័យថាម៉េចនោះមានន័យថាគេគូសពីចំណុច A ទៅចំណុច B ហ្នឹងហើយបានបន្ទាត់សេហើយបើអត់គូសបងប្អូនទៅដោះស្រាយលំហាត់មិនបើបងប្អូនមិនគូសមិនចេញគំនូសដោះស្រាយលំហាត់បានមិនចឹងគេប្រើពាក្យ projection ហ្នឹងគឺតម្រុយហ្នឹងបន្ទាត់សេមួយមានតម្រុយពីចំណុច A ទៅចំណុច B ឬក៏មានតម្រុយកាត់ចំណុច A ទៅដល់ចំណុច B អញ្ចឹងគេគូសពីចំណុច A ទៅចំណុច B ហើយបានរូបធរណីមាត្រហើយបើបងប្អូនថាអាហ្នឹងគេដាក់ប្រចាំងចោលទេខ្ញុំអត់គូសទេបើបងប្អូនមិនគូសដោះស្រាយលំហាត់មិនចេញមិនអត់និយាយឲ្យស្រួលស្ដាប់ណាអញ្ចឹងហើយបានខ្ញុំមិនចង់និយាយច្រើនទេលោកចាំចាន់នេះខ្ញុំគ្រាន់តែចង់ជជែកដោយសាមញ្ញថាយើងយកការពិចារណារបស់យើងមកវិភាគមកគិតអំពីបញ្ហាជាតិកុំទៅបកស្រាយពាក្យតែភ្នែកតែផ្ដាស់តាមន័យភាសាវិទ្យាភាសាវិទ្យាចិត្តតែបកហើយបកអញ្ចេះបកអញ្ចោះប៉ុន្តែនៃបច្ចេកទេសវាមិនចេះតែបកទេពីព្រោះពាក្យបច្ចេកទេសយើងមិនដឹងទៅរើសពាក្យណាថ្មីយកមកដាក់ទេជួនកាលឧបមាពាក្យ projection ឬក៏ projection ហ្នឹងយើងមិនដឹងយកពាក្យណាមកជំនួសទេអ្នកវិទ្យាសាស្ត្រអញ្ចឹងយកពាក្យហ្នឹងមកដាក់ទៅដែលមានន័យថាគេគូសហើយមិនមានន័យថាគេប្រចាំងចោលទេអញ្ចឹងបងប្អូនត្រូវយល់ឲ្យច្បាស់សូមទោសបងប្អូនសូមជួយពិចារណាណាកាលណាគេនិយាយថា projection ពីចំណុចបង្គោលលេខ73ទៅចំណុចខ្ពស់បំផុតនៃកោះកុដនោះមានន័យថាខ្សែបន្ទាត់ព្រំដែនហ្នឹងគេគូសពីចំណុចលេខ73បង្គោលលេខ73ទៅចំណុចខ្ពស់បំផុតនៃកោះកុដឲ្យមានបន្ទាត់ព្រំដែនហើយមិនចាំបាច់ទៅបកស្រាយអីនាំតែរញ៉េរញ៉ៃខ្ញុំថាហើយបើថៃគេច្បាស់ដូចអស់លោកមួយចំនួនដែលចិត្តតែបំភាន់អញ្ចឹងថៃគេផ្ដាំបានហើយបើថៃគេច្បាស់ថាហ្នឹងបានរបស់គេឥឡូវខ្ញុំកាត់លោកចាំចានេះបន្តិចខ្ញុំបន្តបន្តិចទៅបើថៃគេគិតថាគេពិតជាឈ្នះគេផ្ដាំហើយមូលហេតុអីពីព្រោះបើគេឈ្នះណាគេងាយគ្រប់គ្រងដោយសារបើសិនបើគេឈ្នះកម្លាំងបរដ្ឋគេច្រើនជាងកម្លាំងប្រដាប់អាវុធគេធំជាងកម្លាំងសេដ្ឋកិច្ចគេខ្លាំងជាងហើយបើគេប្តឹងឈ្នះហើយគេមិនប្របាក់ទៅត្រួតត្រាទេខ្មែរយើងអានេះក៏អីអត់មានចំណុចណាទៅក្អកមួយគេកើតទេបើគេឈ្នះផ្លូវច្បាប់ហើយហ្នឹងហើយវាលើកលែងតែយើងយើងឈ្នះផ្លូវច្បាប់ហើយប្របាក់ទៀតណាដោយសារកម្លាំងយើងតូចជាងគេឥឡូវដូចបញ្ហាចិត្តជាមួយនឹងហ្វីលីពីនអញ្ចឹងឃើញទេកម្លាំងចិត្តធំឈ្នះហើយនៅប្របាក់អនុវត្តទៀតប៉ុន្តែបើកម្លាំងចិត្តធំហ្វីលីពីនឈ្នះក្តីហើយប្របាក់អនុវត្តទៀតប៉ុន្តែបើសិនជាចិនឈ្នះវិញអត់មានប្របាក់ទេចិនឈ្នះគ្រាន់តែប្រកាសសាលដីកាថាឥឡូវចិនឈ្នះម៉ោងនេះ1ម៉ោងក្រោយចិនទៅគ្រប់គ្រងបានហើយអាហ្នឹងចឹងដែរថៃក៏ចឹងដែរបើគេឈ្នះក្តីនៅសាលាក្តីអន្តរជាតិហើយរឿងបញ្ហាព្រំដែនណាគ្រាន់តែប្រកាសឲ្យភ្លាមគេប្រាប់គ្នាគេបើតុលាការថាស្អែកចាំអ្នកឯងទៅអនុវត្តបើថាគេប្រកាសថ្ងៃ1ចុះខែមីនាគេថាថ្ងៃ2ចាំអនុវត្តថ្ងៃ2ហ្នឹងគាត់ថាថ្ងៃ2ចូលមកដល់ភ្លាមគេរៀបជើងព្រួលហើយថ្ងៃរះភ្លាមគេគ្រប់គ្រងបាត់ហើយកម្លាំងគេធំឃើញទេបើគេពិតជាមានការវិភាគឃើញថាគេឈ្នះគេប្តឹងហើយចុះហេតុអីបានគេខ្លាចប្តឹងពីព្រោះ
អ្នកជំនាញគេជជែកគ្នាច្រើនហើយណាគេថាតែប៉ុណ្ណឹងចាញ់ខ្មែរភាគរយគឺចាញ់ខ្មែរហើយបែរទៅជាមានខ្មែរមួយចំនួននាំគ្នាទៅបកស្រាយអើយខ្ញុំអត់បានត្រៀមទេខ្ញុំអត់បានត្រៀមឆ្លើយតបនឹងរឿងហ្នឹងទេលោកចាំចាន់នេះក៏ប៉ុន្តែខ្ញុំមើលខ្ញុំនិយាយខ្ញុំជជែកជាមួយលោកចាំចាន់នេះច្រើនទៅខ្ញុំក៏នឹកឃើញរឿងហ្នឹងខ្ញុំក៏បកស្រាយបន្តិចទៅខ្ញុំអត់បានត្រៀមបកស្រាយមួយពីរអីឲ្យច្បាស់ទេប៉ុន្តែខ្ញុំគិតថាប៉ុណ្ណឹងក៏វាគ្រប់គ្រាន់ដែរហើយតម្រុំលំមអស់លោកមេតាចាស់ខ្លះទៅស្ដាប់យល់ខ្លះទៅខ្ញុំគិតចេះខ្ញុំសរសើររបៀបម៉េចខ្មែរយើងអស្ចារ្យណាលោកកំសុកអស្ចារ្យរបៀបម៉េចតែ10លានអ្នកជាងទេមានបញ្ញវន្តរកឃើញថាកោះកុដជារបស់ថៃតែថៃអត់ណាជិត100លានអ្នកអត់មានបញ្ញវន្តណាមួយអាចរកឃើញថាកោះកុដជារបស់ខ្មែរណាគួរឲ្យសរសើរដែរអានោះពិបាកនិយាយមិនដឹងថាគាត់ចង់បង្កើតប្រវត្តិសាស្ត្រអីឲ្យវាល្បីល្បាញឬមួយក៏គាត់មានគោលដៅអីផ្សេងហើយអារឿងគោលដៅផ្សេងនេះមិនពិបាកមើលទេវាគង់តែចេញនៅថ្ងៃណាមួយអាអ្នកដែលធ្វើក្នុងគោលដៅឬបំណងផលប្រយោជន៍អីផ្សេងហ្នឹងវាគង់តែចេញកាឡានៅថ្ងៃណាមួយទេបាទយើងលើម៉ោងច្រើនគួរសមដែរហើយលោកកឹមសុខខ្ញុំសូមចុងក្រោយចាស់បើសិនជាមានអីបន្ថែមមុននឹងយើងបញ្ចប់កម្មវិធីខ្ញុំដូចជាអត់មានអីបន្ថែមទេបើលោកចាំចានេះមានសំណួរចុងក្រោយខ្ញុំនឹងឆ្លើយសំណួរចុងក្រោយដែរតាមការពិតខ្ញុំមុននេះខ្ញុំគិតឃើញសំណួរមួយដែរប៉ុន្តែដល់ពេលជជែកពីនេះទៅដូចជាផ្លិចទៅវិញហើយអធិស្ឋានមែនឥឡូវហ្នឹងយើងគិតថាអាចបញ្ចប់ប៉ុណ្្នឹងចាស់ព្រោះបងអូនបច្ចេកទេសមុននេះក៏គាត់រវល់ដែរនិយាយការពិតណាប៉ុន្តែយើងការជជែករបស់យើងវាកាន់តែឈាននេះទៅអាចលើសពេលវេលាបន្តិចអធិស្ឋានដល់បងអូនបច្ចេកទេសហើយអរគុណលោកកឹមសុខខ្លាំងមែនទែនហើយអរគុណប្រិយមិត្តផងដែរដែលតាមដាន